អអគ្គរដ្ឋអាជ្ញាអាមេរិករូបនេះគាត់គ្រាន់តែនិយាយយ៉ាងខ្លីថាមិនចំពោះបុគ្គលណាស័កប៉ុណ្ណាឬក៏មាននិន្នាការនយោបាយខ្នងក្រាស់ធំប៉ុណ្ណាអីទេគឺអ្នកណាក៏ដោយដែលប្រព្រឹត្តអំពើឆបោកអនឡាញដែលមាននៅក្នុងបញ្ជីខ្មៅរបស់អាមេរិកនឹងចាត់ការឲ្យអស់ទៅតាមការគួរបាទនេះគឺជាសារដែលជាចំណាត់ការរបស់អាមេរិកប៉ុន្តែមែនតើទៅកុំឲ្យអាមេរិកហត់ពេកអាមេរិកដែលជារដ្ឋអធិបតេយ្យផ្សេងបរទេសសោះហេតុអីបងមកសម្រេចជោគវាសនារបស់កម្ពុជាយើងទៅវិញយើងអន់ប៉ុណ្ណាទៅយើងអត់មានតឡាការយើងអត់មានអ្នកស៊ើបអង្កេតទេអញ្ចឹងណាហើយបើជ្រុលតែគេជួយប្រាប់តម្រុយហ่าដូចមានលោកហ៊ុនតូមានលោកលីយ៉ុងផាត់ឥឡូវមានលោកកុកអានទៀតគេមានព័ត៌មានគ្រប់គ្រាន់ហើយតើអាជ្ញាធរកម្ពុជាលំបាកអីម្ល៉េះស៊ើបអង្កេតទៅបើការស៊ើបអង្កេតមន្ត្រីទាំងអស់នោះទៅទី1ដើម្បីលាងឈ្មោះខ្លួនឯងលាងឈ្មោះអ្នកអង្គការទាំងអស់ដែលជាប់ពាក់ព័ន្ធហ្នឹងដើម្បីឲ្យគាត់ខ្លាយជាមនុស្សស្អាតស្អំផងអញ្ចឹងណាកុំឲ្យដូចចោតនៅអាមេរិកបើសិនជាយើងអត់ស៊ើបអង្កេតអាមេរិកចោតខាងអាមេរិកយើងអត់ស៊ើបអង្កេតអីអញ្ចឹងយើងនៅជាប់ផងថាជាអ្នកសុំកលុំឬក៏ជាប្រទេសដែលឆបោកដូចតែគេហៅ Cambodia នឹងទៀតហើយអញ្ចឹងកុំខឹងនឹងពាក្យគេហៅយើងនៅក្នុងស្អីគេអញ្ញត្តិសញ្ញាអីនោះquote and code អីហ្នឹងកុំខឹងគេអីតែយើងត្រូវខឹងនឹងអ្នកដែលធ្វើឲ្យឈ្មោះយើងខូចវិញបាទនាំគ្នាជួយផងព័ត៌មាន2ទៀតចុងក្រោយមុននឹងបញ្ចប់ដោយសារខ្ញុំនៅសល់2នាទីទៀតអ៊ីរ៉ង់បន្ទោសអាមេរិកថាធ្វើឲ្យការចរចាជាប់គាំងព្រោះទាមទារហួសហេតុពេកថ្ងៃនេះរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីឯណោះទៅរកចរចាពឹងរុស្ស៊ីឲ្យជួយមែនទៅមិនរួចទេក៏ប៉ុន្តែគាត់ប្រហើពាក្យពីនឹងមកវិញប្រាប់ថាអាមេរិកធ្វើឲ្យការចរចាជាប់គាំងដោយសារតែទាមទារច្រើនពេកហួសប្រមាណហើយអាមេរិកទាមទារហួសប្រមាណនឹងទាមទារអីបងប្អូនគឺទាមទារឲ្យអ៊ីរ៉ង់លុបគ្រាប់បរមាណូគម្រោងបរមាណូនឹងចោលអ៊ីរ៉ង់នៅតែស្ទាក់ស្ទើរព្រោះអីវាជាអាវុធចុងក្រោយដូចកូរ៉េខាងជើងអញ្ចឹងបើអស់មានអាបរមាណូនោះវាចប់ហើយប៉ុន្តែមិនមែនមានបរមាណូនោះមកអាចបាញ់បានទេជឿខ្ញុំទៅគ្មានប្រទេសណាអាចបាញ់បានទេអាបរមាណូហ្នឹងព្រោះអីតែពេលយើងបាញ់មកតែមួយគ្រាប់ហ្នឹងបានតែមួយគ្រាប់ហ្នឹងអាក្របគេផ្សេងទៀតទៅហ្នឹងអាលាយប្រទេសហ្នឹងទៅជាផេះផង់ហ្នឹងយើងគ្រាន់តែយកមកដើម្បីឲ្យគម្រាមកំហែងដល់ពិភពលោកហ្នឹងចោះរំលាយចោលទៅវាថៃបើសិនជាខ្លួនយើងមិនមានបញ្ហាអីមានខ្លួនចោះរំលាយវាទៅនាំគ្នាបង្កើតប្រជាធិបតេយ្យសិទ្ធិមនុស្សរកស៊ីដូចគេទៅប្រទេស193ប្រទេសគេរស់នៅសុខសាន្តបានអត់មានបរមាណូហេតុអីបានជាយើងចាំបាច់ត្រូវមានបរមាណូនៅយើងខូចដែរតែអាមេរិកក៏នៅតែបិទអាច្រកហមមូសនឹងអាប្រេងក៏នៅតែឡើងថ្លៃចឹងតទៅទៀតទៅអាមេរិកឈប់បញ្ជូនគណៈប្រតិភូថាចាំឲ្យអ៊ីរ៉ង់ទេមកកុំឲ្យកាច់បានចឹងឥឡូវប្រុសប្រកាន់ស្រីប្រកែកដល់ហើយឥឡូវនៅហ្នឹងគាំងស្ញែងនៅហ្នឹងហើយក៏ប៉ុន្តែអ្នកជំនាញគេថាវាមិនអាក្រក់ពេកទេព្រោះអាការចរចាវាតែងចឹងឯងវាមានដាក់លក្ខខណ្ឌនេះចរចាបដាវាយបដាអីវាជាតាក់ទិកនៅក្នុងការចរចាទេដូច្នេះគេសង្ឃឹមថានឹងមានដំណោះស្រាយនៅក្នុងពេលឆាប់ដល់ខ្លីខាងមុខនេះបាទបន្តទៀតគឺក្រសួងយុតិធម៌អាមេរិកយកករណីឃាតកម្មលោកត្រាំដើម្បីតវ៉ាឲ្យតុលាការអនុញ្ញាតបន្តសង់អគារប្រជុំនៅសេតវិមានបាទបងប្អូនដឹងហើយគេត្រូវប៉ុនប៉ងធ្វើឃាតលោកត្រាំម្សិលមិញនៅឯកន្លែងប្រជុំក្លឹបអ្នកសារព័ត៌មានឆ្លើយឆ្លងព័ត៌មាន White House ហ្នឹងសេតវិមានប៉ុន្តែអត់បានសម្រេចទៅគេចាប់ជនដៃដល់នឹងបានដែលបាញ់បាន 4-5 គ្រាប់ហ្នឹងអាយុ41ឆ្នាំជាគ្រូបង្រៀនផងជាកម្មសិក្សាការីពីមុនមកនៅឯអង្គការ NASA ជាអ្នកដែលផលិតកម្មវិធី game មួយដ៏ធំព្រោះនេះឥឡូវគេចាប់ឃុំខ្លួនគាត់បានទៅលោកត្រាំគាត់ថាឃើញនៅពេលដែលយើងអត់មានអាគារធំនៅសេតវិមានមកធ្វើនៅកញ្ញាអញ្ញៃអញ្ចឹងឃើញសវត្ថិភាពប្រធានាធិបតីរបស់ប្រទេសមួយរងបញ្ហាទេហើយទៅក្រសួងយុតិធម៌អាមេរិកហ្នឹងក៏បន្តតាមលោកត្រាំហ្នឹងទាមទារឲ្យតុលាការដែលបង្រួយដៃប៉ុន្តែដល់ពេលសម្លេងមែនតើទៅគឺវារ៉ែវាដូចថាវាមិនពេញចិត្តហើយខ្ញុំមែនតើគឺក៏សុំខន្តីអភ័យទោសពីបងប្អូនផងដោយសារតែអាមេក្រូចាស់របស់ខ្ញុំនោះវាដាច់ខ្សែហើយទៅបញ្ជាទិញវាអត់ទាន់មកដល់ហើយឆ្លៀតឱកាសនេះសូមអរគុណបងប្អូនយើងដែលគ្រាន់តែឮថាខ្ញុំទិញមេក្រូថ្មីហ្នឹងក៏តម្លាក់លុយជួយឧបត្ថម្ភថវិកាមួយចំនួនដើម្បីជួយសម្រាប់បន្ទុកនេះខ្ញុំពិតជាអរគុណបងប្អូនយ៉ាងជ្រាល
ជ្រៅណាស់ការដែលគ្រប់គ្រងស្ដាប់តសូនឹងគឺខ្ញុំពេញចិត្តអរគុណជាអណ័យទៅហើយតែបងប្អូននៅតែមានសមានចិត្តសប្បុរសជួយឈឺឆ្អាលគ្រប់រឿងតកតងនឹងបង្អែមលៀងមាត់របស់មួងណារ៉េតនេះខ្ញុំសូមអរគុណម្ដងទៀតបងប្អូនដែលជាម្ចាស់ជំនួយបងប្អូនដឹងហើយថាខ្ញុំអរគុណអ្នកណាខ្ញុំអត់ចាំបាច់ផ្សាយឈ្មោះនៅលើបណ្ដាញសង្គមទេព្រោះខ្ញុំដឹងថាអតិថិជនឬក៏សំទោសសប្បុរសជនដែលជួយមួងណារ៉េតមិនមែនត្រូវការឈ្មោះដើម្បីរៀបរាប់មួយថ្ងៃវោះល្ងាចនឹងទេព្រោះអីក្នុងដួងចិត្តខ្ញុំអរគុណហើយអំពើបុណ្យនិងកុសលរបស់បងប្អូននឹងគឺពិតជាទទួលបានតាមអំពើបុណ្យនិងផលបុណ្យនឹងជាមិនខានហើយតែយ៉ាងណាដើម្បីកុំឲ្យខាត់ពេកខ្ញុំចូលដល់ប្រធានបទយើងតែម្ដងដីខ្មែរដែលថៃគ្រប់គ្រងអាចមានដល់ទៅ59ទីតាំងឯណោះបើតាមអ្នកខ្លាំមើលកិច្ចការព្រំដែនរបស់រដ្ឋាភិបាលក្រៅប្រទេសបាទបងប្អូនមករយៈពេលនេះយើងឃើញក្រសួងការបរទេសកម្ពុជាចាប់ផ្ដើមបញ្ចេញរបាយការណ៍ថ្មីឬសេចក្តីថ្លែងការណ៍ប្រកាសព័ត៌មានអីជាហូរហែថែមទីតាំងរហូតចង់និយាយថាទីតាំងថ្មីដែលថៃទន្ទ្រានបានឬក៏ថៃវាយបានឬក៏និយាយទៅទីតាំងទាំងអស់នោះក៏មិនប្រាប់ថាតើវាស្ថិតនៅក្នុងពេលដែលព្រមព្រៀងគ្នាឬក៏ក្រោយបាត់ឈប់បាញ់ឬក៏អីគ្រាន់តែថាថៃនៅតែបំពេញឈ្លានពាននិយាយទៅគឺសកម្មភាពដែលថៃធ្វើរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាអំពើខុសច្បាប់ទាំងអស់សូម្បីតែថៃធ្វើនៅក្នុងដីដែលរដ្ឋាភិបាលកម្ពុជាសញ្ញេចុះហត្ថលេខាដោយលោកទាសីហាពីថ្ងៃទី27ខែធ្នូហ្នឹងប្រាប់ថាអ្នកណានៅនឹងអីក៏ដោយហ្នឹងគឺអត់ដឹងថាតើសូម្បីតែអាចទទួលប្រាប់ថាអ្នកណានៅនឹងហ្នឹងក៏ចោទថាអាដីហ្នឹងខុសច្បាប់ថៃកាន់កាប់ដោយខុសច្បាប់ដែរដល់អញ្ចឹងទៅអាដីដែលថៃយកបានថែមទៀតឬក៏យកមុនឬយកក្រោយយកអីគឺយើងវល់តែម្ដងយើងអត់ដឹងព័ត៌មានហ្នឹងគឺស្រាប់តែរដ្ឋាភិបាលថាព្រោះរដ្ឋាភិបាលមានភារកិច្ចមួយនៅក្នុងការរៀបរាប់មកថាតំបន់ហ្នឹងគេវាយបានមុនហ្នឹងប្រមាណក្រោយមកប្រមាណមានទំហំប្រមាណទីតាំងនៅកន្លែងណាយាមការអីអស់ប្រមាណម៉ែត្របង្គោលលេខប៉ុណ្ណេះត្រូវមានអា GPS មានអីហ្នឹងរួយអត់មានពិបាកទេកិច្ចការព្រំដែនវាស់ជាមួយនឹងវៀតណាមហ្នឹងឃើញតែចុច GPS ហ្នឹងស្ទើរតែគ្រប់ទីកន្លែងអស់ហើយហេតុអីបានជាជាមួយថៃយើងធ្វើអត់បានហេតុអីក៏យើងអត់មានយាមការហេតុអីក៏មានទីតាំងដែលថៃវាយបានហ្នឹងធ្វើឲ្យសពេចសពិលរហូតហើយឥឡូវព័ត៌មានអញ្ចឹងទៅបានធ្វើឲ្យលោកអ៊ុំសំអានដែលជាមន្ត្រីកិច្ចការព្រំដែនជំនាញកិច្ចការព្រំដែនរដ្ឋាភិបាលក្រៅប្រទេសគាត់ចិត្តតែស្រង់មកហើយការស្រង់ហ្នឹងគឺគាត់មានឈ្មោះមកហ្នឹងគឺសមនឹងអ្វីដែលស័ក្តិសមតាមតួលេខពីក្រសួងការបរទេសផងពីយោធាជាន់នៅទល់ដែនផងតាមកសែតថៃផងទាហានថៃផ្សំចូលគ្នាទៅហើយរដ្ឋាភិបាលអត់បានជំទាស់តួលេខថ្មីនេះទេប៉ុន្តែនៅតែធ្លាក់តួលេខរបស់រដ្ឋាភិបាលជាហូរហែបាទឥឡូវចង់ខ្ញុំអរគុណលោកអ៊ុំសំអានដែរដែលជាមន្ត្រីជំនាញកិច្ចការព្រំដែនក្រៅប្រទេសដែលខំប្រឹងដុតដៃដុតជើងគ្មានសម្រាប់ទេនៅក្រៅប្រទេសសោះនឹងស្រង់ព័ត៌មាននឹងឲ្យបងប្អូនយើងបានជ្រាបជាហូរហែឥឡូវខ្ញុំសូមអានទីតាំងទាំង59កន្លែងដែលលោកអ៊ុំសំអានបានដកស្រង់ឲ្យខ្ញុំអានឈ្មោះឲ្យបងប្អូនចាំនៅក្នុងក្រៅបេះដូងហ្មងថាដីទាំងអស់នេះថៃយកបរដ្ឋាភិបាលមិនព្រមដាក់មកក៏យើងដឹងថាដីហ្នឹងគឺនៅក្នុងតដែនអធិបតេយ្យរបស់ថៃហើយក្នុងពេលនេះចាំឈ្មោះវាផងទៀមទាឲ្យខាងតែបានដើម្បីជំរុញឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទាដីយើងបរដ្ឋាភិបាលមិនទាកម្ពុជាត្រូវតែទាព្រោះជាកម្មសិទ្ធិរបស់យើងទាំង18លាននាក់នេះគឺជាព័ត៌មានពីលោកអ៊ុំសំអានលោកថាថ្ងៃទី27ខែមេសាបើតាមក្រសួងការបរទេសកម្ពុជាព័ត៌មានពីទាហានខ្មែរនៅជួរមុខនិងព័ត៌មានដែលយើងទទួលបានយើងអាចសរុបពីទីតាំងដែលកម្ពុជាបាត់បង់ការគ្រប់គ្រងបន្ទាប់ពីសង្គ្រាមខ្មែរថៃទាំងពីរលើកគឺទាហានថៃកំពុងគ្រប់គ្រងទឹកដីខ្មែរមានចំនួន59ទីតាំងដូចខាងក្រោមទី1គឺប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីទី4ប្រាសាទខ្នា5តំបន់មុំ3 6តំបន់ច្រកអានសេះ7ភ្នំ333 8ភ្នំ469គឺមុំ3 9ភូមិជោគជ័យ10ភូមិព្រៃច័ន្ទ11ជាំតែគឺតំបន់ជាំតែ12ភ្នំទ្រប13តំបន់ថ្មដា14តំបន់អូស្មាច់15ភ្នំប៉ោយ16ភ្នំ400 17ភ្នំបស័យចាំក្រុង18តំបន់ច1 19តំបន់ថ្មដូន20ភ្នំរាវ21ភ្នំគិញគក់22ភ្នំ350 23ភ្នំ225 24ភ្នំ505 25ភ្នំ500 26
ភ្នំ323 27ភ្នំ677 28ភូមិផ្លូវបំបែកគឺបឹងតគួន29ភូមិបន្ទាយមានរិទ្ធបឹងតគួនដែរ30តំបន់អូខ្លាឃ្មុំ31តំបន់ប្រាសាទដូនទុន32ភូមិសាមគ្គីគឺនៅបឹងតគួនដែរ33ភ្នំអូផ្កាស្នេហ៍34តំបន់បោះស្បូវ35តំបន់ដើមត្រាង36ភ្នំតថង37តំបន់កសេះ38តំបន់តថាវ39តំបន់ជុំអង្គុញ40តំបន់អូទី2តំបន់អូស្មាច់41ផ្ទះតាមុកនៅជាំតែ42តំបន់អូភ្លុកដំរីផ្ទះ3ខ្នងគឺ43តំបន់តាសឹមសំទោសតាសឹមកំពូលភ្នំ44តំបន់ចាក់ច្រែងនៅកំពូលភ្នំដែរ45តំបន់ថ្ម3ដុំក៏នៅកំពូលភ្នំ45សំទោស46តំបន់អណ្ដើក47ដំណាក់ស្ដាច់ភ្នំតទុំ48ភ្នំពលានសាទុំ49តំបន់ជោគគ្រោះ50ច្រកលោកយាយលៀប51ភូមិតាពាំងសំរោងនៅបឹងតគួនដែរ52ភាគខាងជើងនៃវត្តកែវសខាគិរីស្វារៈ53តំបន់គម្រៀងតំបន់ចន្លោះបង្គោលលេខ50សំទោស52ដល់54ចំណុច54គឺតំបន់ស្រអែមតំបន់ក្បែរប្រាសាទព្រះវិហារ55តំបន់ជិតបង្គោលព្រំដែនលេខ2នៅលង្វែង56តំបន់ដើមតាត្រាវ57គឺតំបន់ក្បែរច្រកជប់កគីគ្រាន់តែអានក៏ហត់ដែរបងប្អូនកុំថាឡើយដល់ទៅនេះនោះ58តំបន់ជាប់ដើមខ្នោ59តំបន់អសរអ៊ុយឬតំបន់កញ្ចក់សេះនៅខេត្តបៃលិនអញ្ចឹងនេះគឺជាតំបន់ទាំង59នេះដែលលោកអ៊ំសំអានរៀបរាប់គាត់ថាមុនផ្ទុះសង្គ្រាមលើកទី2នេះសំគោះលោកសំទោសមុនផ្ទុះសង្គ្រាមខ្មែរថៃលើកទី2កម្ពុជាបានបាត់បង់ទឹកដី10ទីតាំងមុននឹងទៅហើយគឺមានភ្នំក្រហមផ្ទះតាមុកកោះគុតដែនសមុទ្រត្រួតស៊ីគ្នាទំហំ2600គីឡូម៉ែត្រកាឡាបង្គោលព្រំដែនលេខ73បង្គោលព្រំដែនលេខ58បង្គោលព្រំដែនលេខ59បង្គោលព្រំដែនលេខ62បង្គោលព្រំដែនលេខ66បង្គោលព្រំដែនលេខ67និងប្រាសាទស្តុកកក់ធំស្ដុកកក់ធំចឹងទាំងអស់នេះថែម10កន្លែងទៀតគឺ69តែយើងមិនអាចថែមមក10នេះកើតទៀតទេដោយសារតែយើងនិយាយពីឆ្លោះគ្នាតែ2លើកហ្នឹងគឺ59បងប្អូនទាហានខ្មែរលោកអ៊ុំសំអានបន្ថែមថាកំពុងគ្រប់គ្រងដីខ្មែរ11ទីតាំងដែលមិនបាត់បង់ដោយសារសង្គ្រាមរួមមានប្រាសាទព្រះវិហារភ្នំខ្មោចភ្នំ330 5មករាវាលឥន្ទ្រីភ្នំតងោលបកគោល8ពលានថ្មសបុកឃ្មុំតំបន់75និងភ្នំ398ដូច្នេះទីតាំងដែលច្បាំងគ្នាឬផ្ទុះសង្គ្រាមគឺកម្ពុជាបាត់បង់ការគ្រប់គ្រងទីតាំង59ទីតាំងរក្សាបាន11ទីតាំងជាសរុបលោកអ៊ុំសំអានបន្តថាហេតុនេះថៃកំពុងគ្រប់គ្រងទឹកដីខ្មែរសរុបទាំងអស់ទៅ69ទីតាំងឯណោះទាំងមុនទាំងក្រោយដែលមានទំហំជាង2000សំទោសជាង26300គីឡូម៉ែត្រការ៉ាដែលស្មើនឹង7ដងនៃទំហំខេត្តតាកែវតាមពិត7ដងនេះគឺលោកបូកទាំងដែនសមុទ្រត្រួតស៊ីគ្នានៅកោះគុតទៀតប៉ុន្តែបើដកអាទាំងអស់នឹងចេញតំបន់ដែលជាង50នោះក៏មិនរាប់ហិកតាដោយលោកហ៊ុនសែនថាដែរមិនអញ្ចឹងទេគាត់តែតំបន់នៅភូមិជោគជ័យមួយហ្នឹងដឹងប្រមាណ10ហិកតាដល់គីឡូម៉ែត្រទៅដល់ពេលបូកចូលគ្នាទាំងអស់លោកហ៊ុនសែនបូកលេខឃើញតែប្រមាណហិកតាគាត់ថាបាត់តែប្រមាណហិកតាបាទឥឡូវនេះគឺយើងស្ដាប់មកនេះគឺបានតែឈឺចាប់ទេបងប្អូនតែយើងនៅតែឈឺចាប់សូមឲ្យការឈឺចាប់របស់យើងនឹងคล้ายទៅជាការតស៊ូតវ៉ាទាមទារឲ្យរដ្ឋាភិបាលប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិឬក៏យន្តការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស្អីក៏ដោយដែលអាចធ្វើបានក្រៅពីយន្តការចរចាដែលមានស្រាប់បន្តឲ្យរដ្ឋាភិបាលធ្វើចុះអាចរចាហ្នឹងដើម្បីសុខសន្តិភាពប៉ុន្តែលើកទឹកចិត្តឲ្យទៅលើសនឹងបន្ថែមទៀតដើម្បីកុំឲ្យថៃអាចធ្វើអ្វីបានស្រេចតាមអំពើចិត្តប៉ុន្តែដល់ពេលដែលយើងមានរឿងមិញលោកអ៊ុំសំអានយកករណីតំបន់ប៉ៃលិនមិញមានតំបន់អសអ៊ុយណាថ្ងៃនេះរដ្ឋបាលខេត្តប៉ៃលិនបដិសេធថាថៃចូលយកដីខ្មែរនៅខេត្តប៉ៃលិនដែរនេះគឺជាការបដិសេធតែចំណុចមួយហ្នឹងឯងព្រោះអីមានសារព័ត៌មានក្នុងស្រុកហ្នឹងក៏បានផ្សាយស្រោះគ្នាដែរតាក់ទងនឹងរឿងថៃយកបានដីនៅខេត្តប៉ៃលិនដែរឥឡូវចាំមើលរដ្ឋបាលខេត្តប៉ៃលិនគេឆ្លើយថាម៉េចថ្ងៃហ្នឹង
ngày mà phê bẩm bờ nắngរដ្ឋបាលខេត្តប៉ៃលិនលិនចេញសេចក្តីបដិសេធអញ្ចេះថារដ្ឋបាលខេត្តប៉ៃលិនសូមប្រកាសបដិសេធចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតដែលត្រូវបានផ្សាយតាមរយៈគណនី Facebook ឈ្មោះកាមទេពលឹមហុងនិងតាមបណ្ដាញសង្គមផ្សេងដែលចោទថាទៅយកអារឿងកាមទេពលឹមហុងនឹងដូចជាធំមែនតើចោះគ្រាន់តែផ្សាយទៅថាព័ត៌មានដែលផ្សព្វផ្សាយតាមបណ្ដាញសង្គមទៅវាចប់បាត់ទៅហើយថាថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិនថានោះគឺជាព័ត៌មានមិនពិតទេអញ្ចឹងរដ្ឋបាលខេត្តប៉ៃលិនដែលដឹកនាំដោយអ្នកស្រីបានស្រីមុំនេះគឺបដិសេធតែរឿងថាវាយបានឬក៏គ្រប់គ្រងបានដីនៅខេត្តប៉ៃលិនហើយខេត្តប៉ៃលិនហ្នឹងគឺអាកន្លែងអសអ៊ុយហ្នឹងបងប្អូនដែលគេដាក់ទង់ជាតិមកហើយថៃគេបាត់ទង់ជាតិគេមករករឿងយើងទៀតអាបាត់ទង់ជាតិនៅលើដីដែលទន្ទ្រានពីខ្មែរបានណាដូច្នេះតាអាហ្នឹងវាជាដីនៅក្នុងខេត្តណាហើយប្រកាសមិនមែនខេត្តប៉ៃលិនទេអញ្ចឹងដីហ្នឹងរឹបអូសបានដដើមបាននៅក្រោយបាត់ជប់បាញ់ឬមុនបាត់ជប់បាញ់ឃើញវាពំតណោតទេប្រជាពលរដ្ឋអត់ដឹងព័ត៌មានហើយដល់ពេលអញ្ចឹងទៅរដ្ឋាភិបាលនឹងអង្គុយដោះមួយអញ្ចឹងអត់ព្រមចេញមកមួយសារឲ្យចប់ប៉ុន្តែលោកអូនសំអាននិយាយមកថាមានដូច59ទីតាំងហើយអ្វីដែលផ្សព្វផ្សាយរបស់រដ្ឋបាលប៉ៃលិនបដិសេធតាកន្លែងអសអ៊ុយអញ្ចឹងបើសិនជាដកអសអ៊ុយនឹងមួយចេញចោលឧទាហរណ៍វានៅសល់58ទៀតអញ្ចឹងនៅតែដីនិយាយទៅបងប្អូនដីខ្មែរសូម្បីតែ1មីលីម៉ែត្រក៏ដីខ្មែរដែរមិនមែនចាំបាច់តែដល់នេះគាត់ថារដ្ឋបាលខេត្តហ្នឹងគាត់ចិត្តតែមកតតាំងទៅដើម្បីកុំឲ្យថាចិត្តតែបាត់តែរហូតព្រោះអីខេត្តប៉ៃលិនហ្នឹងល្បីជាងគេថាអត់បាត់ដីបាត់អីទៅថៃទេកុំឲ្យបាក់មុខអ្នកស្រីបានស្រីមុំក៏មិនដឹងប៉ុន្តែតំបន់អ៊ុយអសអ៊ុយហ្នឹងដូចជានៅក្នុងទឹកដីខេត្តប៉ៃលិនទេបើតាមមើលណាតែយ៉ាងណាបងប្អូនឥឡូវគាត់គ្រាន់តែថាចោតទាត់ចោលព័ត៌មានហ្នឹងយើងស្ដាប់គាត់ទៅហើយយកទៅថ្លៃពិចារណាតែខ្ញុំថារដ្ឋាភិបាលក្រៅពីបដិសេធក្រៅពីអីហ្នឹងត្រូវដាក់ទីតាំងទាំងអស់ហ្នឹងធ្វើយាមកាឲ្យស្រួលបួលហើយផ្សាយជាសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋអាចចូលមើលបានហើយដើម្បីឲ្យដឹងថាទីតាំងហ្នឹងយើងបាត់ទៅថៃហើយយើងទៀមទាយ៉ាងម៉េចអីហ្នឹងណាបើអត់ទេនៅតែសពេចសពិលគ្រប់គ្នាមកឥឡូវ4ខែក្រោយបាត់ជប់បាញ់ជនភៀសសឹកខ្មែរជាង 40,000 នាក់នៅតែមិនទាន់អាចវិលទៅលំនៅឋានបានវិញនេះគឺជារឿងមួយគួរឲ្យសោកសៅដែរព្រោះអីបងប្អូនដឹងហើយ4ខែហ្នឹងគឺសំដៅទៅលើថ្ងៃ27ខែធ្នូឆ្នាំ2025មានកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍រួមបាត់ជប់បាញ់ហ្នឹងគឺអនុញ្ញាតឲ្យជនភៀសសឹកវិលទៅលំនៅឋានដើមវិញប៉ុន្តែមកដល់ម៉ោងនេះគឺទៅអត់បាន6សែនអ្នកជាង640,000 អ្នកជាងឥឡូវនៅសល់340,000 អ្នកអញ្ចឹងបានន័យថាទៅស្រុកវិញបានជាង4សែនដែរសំទោសតាមពិតទៅស្រុកវិញបានជាងប្រហែលជាង4សែនជាង6សែន640,000ហ្នឹងគឺទៅបាន610,000ជាងហ្នឹងបងប្អូននៅសល់តែ30,000ជាងតើចាំបានន័យថាទៅ94-95% ហើយគ្រាន់តែថា30,000ជាងច្រើនណាស់បងប្អូន34,000នាក់ជាងច្រើនណាស់អញ្ចឹងក៏អត់ទៅបានដោយសារអីគឺវាអាចដោយសារតែគ្រាប់មិនទាន់ផ្ទុះឬក៏គេមិនឲ្យចូលអញ្ចឹងបានន័យថាប្រជាពលរដ្ឋដែលអត់អាចវិលទៅលំនៅឋានវិញបានមានច្រើនស្រុកច្រើនភូមិច្រើនខុស30,000គ្រួសារជាងហើយលោកហ៊ុនសែនថាប្រមាណតែហិកតាហ្នឹងដែលគេគ្រប់គ្រង30,000គ្រួសារជាងអត់បានទៅលំនៅឋានវិញបានន័យថាអាចដីហ្នឹងរាំងស្ទះដោយសារតែគេទប់ឬក៏អីគេយកបានច្រើនណាស់មិនមែនហិកតាទេអាចជាគីឡូម៉ែត្រហើយរឿងនេះគឺក៏វាពិបាកដែរព្រោះលោកហ៊ុនម៉ាណែតកាលពីខែកុម្ភៈទៅប្រាប់សារព័ត៌មាន Reuters ថាថៃរារាំងមិនឲ្យខ្មែរចូលទៅភូមិឋានវិញដល់ទៅ880,000 នាក់ប៉ុន្តែឥឡូវអា80,000 នាក់ហ្នឹងឥឡូវធ្លាក់មកនៅត្រឹមតែ30,000ជាងអញ្ចឹងបានន័យថាតាំងពីលោកហ៊ុនម៉ាណែតថាថៃរារាំងអត់ឲ្យចូលអញ្ចឹងបានន័យថាថៃបើកឲ្យចូលវិញមែនអញ្ចឹងតួលេខហ្នឹងក៏វាច្បោកច្បល់ដែរតែយ៉ាងណាថៃអត់បានរារាំងមិនឲ្យចូលប៉ុន្តែសំខាន់គឺអាដីដែលយើងព្រមឲ្យថៃគ្រប់គ្រងហ្នឹងថៃគេថាបោះគេអញ្ចឹងគេមិនមែនរារាំងទេយើងសញ្ញេថាអាហ្នឹងជាដែនអធិបតេយ្យគេអាចគ្រប់គ្រងបានតែអញ្ចឹងគេអត់ឲ្យយើងចូលដាក់បលាលួសទៅវាមិនមែនជាកំហុសរបស់ថៃទេវាជាកំហុសរបស់អាជ្ញាធរយើងដែលព្រមសញ្ញេឲ្យគេគ្រប់គ្រងនៅកន្លែងណានៅកន្លែងហ្នឹងចឹងបានគេដាក់លបមកយើងធ្វើមកចូលទៅបានព្រោះចូលទៅក្នុងហ្នឹងខុសបាត់ជប់បាញ់បាត់ហើយរឿងវានៅតែអញ្ចឹងហើយតែពេលអញ្ចឹងបើយើងអត់ប្តឹងធ្វើមិនបានដីហ្នឹងមកវិញបើយើងចរចារំលោភបាត់ជប់បាញ់ខ្លួនឯងហ្នឹងតើទៅចរចាមិនកើត
ចឹងប្រជារដ្ឋហ្នឹងគាត់មិនបាច់សារហ្នឹងមិនធ្វើទៅស្រុកវិញបានទេក្រៅពីហ្នឹងគឺតកតងនឹងថៃគឺថ្ងៃនេះគឺធ្វើរឿងមួយដ៏គួរឲ្យគ្រោះថ្នាក់មែនតើសម្រាប់ជាតិសាសន៍យើងទៀតហើយគឺទម្លាក់លុយជាង$600,000គឺ$620,000ប្រមាណជា20លានបាតគឺជួសជុលប្រាសាទតាក្របីដើម្បីបញ្ជាក់អត្តសញ្ញាណជាតិថៃនិងរំលឹកពលិកម្មទាហានថៃដែលបានវាយដណ្ដើមយកដែនអធិបតេយ្យគេមកវិញណាភាសាគេគឺគេដាក់មកឆុកចាប់ណាបងប្អូនយើងស្ដាប់មកគឺគេទៅជួសជុលប្រាសាទតាក្របីតាមពិតថៃត្រូវជួសជុលសងប្រាសាទតាក្របីនេះឲ្យខ្មែរវិញណាហើយត្រូវប្រគល់ខ្មែរវិញ100%ទៀតទៅជួសជុលឲ្យស្អាតព្រោះខ្លួនឯងអ្នកកំតិចប៉ុន្តែថៃគេថាអត់ទេអានេះគឺជាដែនអធិបតេយ្យរបស់គេគេដណ្ដើមយើងវិញបានហើយគេពាក់លីទាហានគេនៅទីហ្នឹងឥឡូវគេទម្លាក់លុយ20លានបាតឬក៏ប្រហែលជា$620,000ហ្នឹងយកទៅជួសជុលឡើងវិញគម្រោង2ឆ្នាំជួសជុលហើយត្រូវតែដាក់ជាបេតិកភណ្ឌជាតិថៃទៀតនេះឬដែលយើងសង្ឃឹមថាថៃនឹងឲ្យអាក្តីទាំងអស់ហ្នឹងមកយើងវិញនេះឬដែលយើងសង្ឃឹមថាការចរចាទ្វេភាគីនឹងបានជោគជ័យព្រោះថៃមិនមែនយកតែប្រាសាទនឹងមួយប្រាសាទ30ទីតាំងដោយទាំងប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទខ្នាអីទាំងអស់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌបុរាណវិទ្យានិងវប្បធម៌បេតិកភណ្ឌរបស់ថៃដែលគេចោះបញ្ជីអញ្ចឹងហើយនៅក្នុងហ្នឹងបើគេចោះបញ្ជីអស់ហើយយើងទៅទាគេវិញហើយថៃគេឲ្យយើងមែនអង្គទៅជាបាយឯងបងប្អូនយើងនៅតែអោបជើងថៃចរចាតែថៃគេចាប់ផ្ដើមមួយថ្ងៃបន្តិចអាចច្រេះស៊ីដែករបស់គេហ្នឹងយូរគេធ្វើឲ្យតំបន់ហ្នឹងខ្លាយទៅជាតំបន់ស្របច្បាប់របស់ថៃទាំងផ្នែកសាសនាភូមិសាស្ត្រនយោបាយលក្ខណៈហើយទៅយើងនៅទៀមឲ្យទៀមទាចរចាហើយថៃគេនៅតែផ្ដាច់ក្តីសង្ឃឹមប៉ុន្តែគេផ្ដាច់ស្អីសង្ឃឹមមិនមែនគេនៅស្ងៀមទេណាថៃអត់ស្ងៀមទេគឺគេធ្វើរហូតហើយគេចាប់ផ្ដើមរកវិធីមិនឲ្យចរចាបានហើយទៅយើងនៅសង្ឃឹមលើមេឃលើផ្កាយហ្នឹងនេះជារឿងគ្រោះថ្នាក់បំផុតហើយសម្រាប់ជាតិយើងខ្ញុំអត់ដឹងទេព្រោះអីខ្ញុំនិយាយនេះគឺចង់តែបានដីមកវិញប៉ុន្តែបើយើងធ្វើវិធីនេះថៃកំពុងតែដោះដៃចោលយើងគឺយើងនឹងបាត់បង់ប្រាសាទទាំងអស់នេះជារៀងរហូតហើយបើមិនទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិឬយន្តការអីផ្សេងក្រៅពីបច្ចុប្បន្ននេះទេបាទឥឡូវបងប្អូននៅមើលតទៅទៀតទៅព្រោះអីនាយកដ្ឋានប្រធាននាយកដ្ឋានខាងវិចិត្រសិល្បៈគេគឺលោកផនំបុត្រាចន្ទ្រាជុទីហ្នឹងគឺគាត់ចេញច្បាស់មកគឺគាត់ថាអ្វីដែលយើងត្រូវកសាងស្ដារឡើងវិញនេះគឺទុកលំនាំដើមនៃប្រាសាទតែជាគេមរតករបស់ថៃអត់អៀនមាត់ទេបងប្អូនហើយត្រូវយើងសញ្ញេឲ្យគេនៅណានៅនឹងទៀតគឺពេញចិត្តថៃ100%យកប្លង់រឹងជួសជុលបានសេចចិត្តចោះឥឡូវបាទនឹងជារបស់យើងហ៊ានទៅលើកដុំថ្មនឹងពីថៃមកវិញឬយ៉ាងម៉េចអត់ចូលបានទេប្រាសាទតាកបីប្រាសាទទាំងអស់ហ្នឹងកុំថាចូលបានចូលឆ្នាំគេយកភ្ញៀវគេមកលេងឡើងកក្រឹកកក្រែងយើងបានតែមើលនឹងស្រក់ទឹកភ្នែកទេឥឡូវនេះបាទឥឡូវទុកឲ្យបងប្អូនជាអ្នកសម្រេចខ្លួនឯងចោះព្រោះអីនេះគឺជាព័ត៌មានពិតវាពិបាកនឹងលេបមែនហើយក៏ប៉ុន្តែវាធ្វើម៉េចនឹងជាការពិតឥឡូវនេះគឺចូលដល់ព័ត៌មានបន្តទៀតគឺអតិថិជនរបៀបថាអាស៊ានទាំងថៃទាំងខ្មែរទាំងអ្វីផ្សេងទៀតមកគ្រប់គ្រងឲ្យចោះទៅមើលព្រំដែនរួមទាំងអស់គ្នាទេអត់ទេគឺខ្មែរធ្វើខាងខ្មែរថៃធ្វើខាងថៃហើយការធ្វើដូច្នេះគឺបានតែត្រឹមតែរកដូចថាចោះទៅព្រំដែនហ្នឹងគឺបានតែស្រីគេក្លាហានគេបានរូបបងស្រីដូចនៅល្អងបានត្រឹមតែរូបថតហ្នឹងគឺទៅថតតែរូបទេដូចខ្ញុំជម្រាបអញ្ចឹងពេលដែលអ្នកសង្កេតការអាស៊ានយើងទៅដំបូងគឺគេត្រឹមដាក់បលាលួសបន្តិចតួចអញ្ចឹងទៅម្ដងទៀតគឺថែមកុងតឺន័រទៅកាន់តែញឹកទៀតអាកុងតឺន័រកាន់តែខ្ពស់ថែមបលាលួសកាន់តែថែមដាក់ប៉ោះយាមដាក់តុងជ័យដាក់ស្អីភ្ជុំកាភ្លើងទៀតអាហ្នឹងអ្វីដែលថៃចង់បង្ហាញមកថាចង់យើងទៅមើលប្រមាណ100ដងក៏ថៃមិនចោះថយឬក៏មិនដកថយអីដែរគឺមានតែដាក់ថែមអញ្ចឹងទៅហើយដូចជាការប្រមានទៀតព្រោះម្ដងដាក់បន្តិចបើពេលទៅច្រើនដងដាក់កាន់តែច្រើនបលាលួសកាន់តែឆ្ងាយឥឡូវនេះអនុព័ន្ធយោធាចោះទៅដល់អូស្មាច់ខេត្តនៅជាដែនរបស់យើងនេះម្ដងនេះទៅគឺថៃបាញ់ប្រាវតែម្ដងបាទផ្ទុះគ្រាប់មានដល់ទៅនេះគឺជាការរាយការណ៍របស់ក្រសួងការពារជាតិគឺផ្ទុះមិនតិចជាង5លើកឯណោះពេលដែលទៅហ្នឹងក្នុងរយៈពេលប្រហែលជាមិនដល់1ម៉ោងផងហ្នឹងគឺថៃបាញ់គ្រាប់ឡើងស្រោចចង់និយាយថាច្រើនគ្រាប់ទៀតផងហើយ5លើកអានេះតាមសេចក្តីរាយការណ៍គឺនេះអ្នកស្រីម៉ាលីសុជាតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានិយាយអញ្ចេះថាជាការគួរឲ្យសោកស្ដាយបំផុតនៅក្នុងអំឡុងពេលកំពុងសង្កេតការណ៍និងត្រួតពិនិត្យនៅទីតាំងជាក់ស្ដែង
ក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកងកម្លាំងយោធាថៃចំនួន5លើកចន្លោះពីម៉ោង 10:35 នាទីព្រឹកដល់ម៉ោង 11:09 នាទីបាទគឺប្រហែលជា40នាទីជាងហ្នឹងដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 ចំនួន9គ្រាប់5លើកបាញ់នៅពេលដែលអនុព័ន្ធយោធាចុះទៅដល់ព្រំដែនតើមានបទឈប់បាញ់កន្លែងណានៅក្នុងមេត្រាណាដែលចែងថានឹងត្រូវតែមានផ្ទុះអាវុធទៀតអីអញ្ចឹងទៅដូច្នេះរឿងនេះគឺជារឿងដែលគួរឲ្យចាប់អារម្មណ៍ហើយខាងកម្ពុជាថាកម្លាំងកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់គួរបញ្ជាក់ផងដែរថាហេតុការណ៍ដែលនៃករណីផ្ទុះគ្រាប់នេះគឺឬផ្ទុះអាវុធនេះគឺធ្វើផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់អញ្ចឹងកម្ពុជាប្រាប់ថាថៃបំពេញបទឈប់បាញ់ហើយបំពេញកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរឯកភាពគ្នាក្នុងការកាត់បន្ថយភាពតានតឹងនិងលើកកម្ពស់សន្តិភាពសន្តិសុខនិងភាពស្ងប់ស្ងាត់នៅតាមបណ្ដោយព្រំដែននោះរបាយការណ៍នេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដែលធ្វើនៅថ្ងៃទី29ខែមេសានេះដោយនិយាយថាដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេសដែលមានក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគដែលយើងហៅថា RBC ផងនៅភូមិភាគទី4កម្ពុជាថាមុននឹងទៅហ្នឹងក៏បានជូនដំណឹងទៅភាគីថៃឲ្យបានដឹងដែរថាក្រុមគណៈប្រតិភូនេះចុះទៅមានអនុព័ន្ធយោធាបរទេសអីចឹងដែរក៏ប៉ុន្តែថៃនៅតែបាញ់ផ្ទុះគ្រាប់ដដែលបានន័យថាម៉េចបងប្អូនមានន័យថាថៃគេមិនខ្វល់នឹងយើងទេជាសារពមៀនទៀតកុំឲ្យតែយើងទៅប្រពាក់ប្រពូនអីនៅអាតំបន់ដីដែលគេគ្រប់គ្រងបានដោយស្របច្បាប់ដោយសារតែកម្ពុជាចុះហត្ថលេខាឲ្យគេគ្រប់គ្រងទៅហើយសាររបស់គេតែប៉ុណ្្នឹងឯងបងប្អូនឥឡូវយើងថាថៃបំពេញបទឈប់បាញ់តើយើងធ្វើអីថៃកម្ពុជាបើសិនជាធ្វើអីតែបន្តិចបន្តួចគ្រាន់តែមាន drone ហោះលើដីយើងសោះហ្នឹងថៃររឿងយើងររំលាយអាបត្តិឈប់បាញ់នឹងចោលទៀតយើងនឹងគ្រាន់តែដុតព្រៃដុតអីឬក៏កាប់ឆ្កាអីបន្តិចបន្តួចផ្ទុះអាក្របសំណល់ហ្នឹងថៃគេររឿងទៀតថាររឿងគេចង់បាញ់គ្នាទៀតមែនអីចឹងនិយាយទៅស្អីក៏គេររឿងយើងដែរដល់តែពេលគេកាយប្រឡងកាយអីសពបែបយ៉ាងអីដល់ពេលគេបាញ់ទៀតយើងស្ងាត់តែប៉ុណ្ណឹងតែយើងមិនមែនតែបានតែចាញ់សេចក្តីថ្លែងការណ៍ថាថៃបំពេញចុះយើងទៅធ្វើអីថៃកើតនៅក្នុងករណីដែលយើងចង់តែបន់ឲ្យតែថៃចូលមកតុកចរចាអីចឹងហើយថៃមួយថ្ងៃគិតបន្តិចមួយថ្ងៃល្បិចបន្តិចមួយថ្ងៃគិតថាធ្វើម៉េចគិតពីអាការចរចានោះឲ្យតាន់តែបានហើយបើចរចាក៏មិនឈ្នះថៃដែរព្រោះថៃប្រើផែនទីខ្នាត1លើ50,000ដូច្នេះថៃអូសចុះអូសឡើងចង់ទប់បន្តិចបិទបន្តិចឬក៏កែបន្តិចលុបអានេះបន្តិចបន្ថែមធ្វើហេដ្ឋារចនាសម្ព័ន្ធរហូតហើយយើងនៅតែជូនដំណឹងបដិសេធមិនទទួលស្គាល់តវ៉ាជំទាស់ដាច់អហង្ការក៏ប៉ុន្តែអត់ដែលប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឬព្រមទាំងអន្តរជាតិសោះអានេះអាយន្តការនៃបទឈប់បាញ់នេះបើយើងមើលទៅជាបរាជ័យមួយដែរបរាជ័យនៅក្នុងន័យថាមានបទឈប់បាញ់មែនក៏ប៉ុន្តែអត់បង្កើតអាយន្តការអន្តរក្រមការងារចម្រុះរបស់ខ្មែរនិងថៃហ្នឹងគឺអត់មានបង្កើតអាយន្តការហ្នឹងឲ្យដើរចង់និយាយថាបើមានអាស៊ានសង្កេតការឲ្យអាស៊ានមានថៃមានអីចូលរួមគឺទៅមើលមួយសារទៅមើលទាំងថៃមើលទាំងខ្មែរឲ្យចេញរបាយការណ៍អត់តាំងពីក្រមសង្កេតការអាស៊ាននេះចុះទៅព្រំដែនមិនដឹងជាប្រមាណសឹកដងអីទេអត់ដែលបានថាអូឥឡូវចេញសន្និសិទសារព័ត៌មានអីមួយទៅប្រកាសទៅថាលទ្ធផលថៃបំពេញចេះបំពេញចុះវាអត់ដល់អញ្ចឹងទៅធ្វើឲ្យតែខ្មែរនឹងស្រែកកោកសឹកមាត់តដោឆ្អែតតពុះកបីដូចថាយើងស្រែកឲ្យបន្ទុកខ្លួនឯងយើងស្រែកថាគេលំលោបយើងតើនរណាគេស្ដាប់យើងព្រោះវាអត់មានអ្នកកណ្ដាលណាមួយដើម្បីជួយព្រោះអនុព័ន្ធយោធាហ្នឹងទៅដូចទីងមងអញ្ចឹងគឺទៅយកទៅចាំចាប់បងប្អូនទៅចេះតែមើលអញ្ចឹងទៅគ្រឿងសង្ហារឹមខ្ញុំនិយាយអញ្ចឹងខ្ញុំមិនមែនថាពួកគាត់ទៅក៏មិនបានការទេតាមពិតកម្ពុជាអ្នកសម្របសម្រួលឲ្យទៅនឹងដើម្បីចង់ប្រាប់ភាគីថៃថាកម្ពុជាអនុវត្តខ្ជាប់ខ្ជួនតាមបទឈប់បាញ់អត់មានប្រែប្រួលទេចង់ឲ្យអន្តរសហគមន៍អន្តរជាតិនឹងមើលផងថាខ្មែរយើងគឺយើងអត់មានទៅផ្ដេសផ្ដាស់ទេគឺយើងស្រឡាញ់សុខសន្តិភាពល្អហើយស្ដាប់មកហ្នឹងគឺយើងទៅដូចថាធ្វើគ្រប់ដប់គ្រប់ច្បាប់គ្រប់ទម្លាប់តើបានប្រយោជន៍អីដល់ថៃបើថៃអត់មានថៃរំលោភគ្រប់តែអន្តរជាតិអត់មានតែថ្កោលទោសថៃឯងបន្តិចកម្ពុជាប្រាប់ថាខ្លួនធ្វើគ្រប់ត្រូវអត់មានការអន្តរជាតិណាមកគ្រប់គ្រងខ្មែរមួយដូច្នេះរឿងហ្នឹងគឺជាតកតងនឹងរឿងនយោបាយពីដើមទីមកដែលធ្វើអាដើមខ្សែហ្នឹងគេឃើញយើងហ្នឹងហេតុអីបានជាមកដល់មកហ្នឹងខ្មែរខំប្រឹងធ្វើគ្រប់យ៉ាងដើម្បីប្រាប់ថាយើងគោរពបទជប់បាញ់តែនៅតែបរទេសគេនៅតែអន្តរជាតិគេមិនដូចជាមិន
ដូចថានៅខាងខ្មែរសោះដូចឲ្យក៏មិនកោលទោសថៃអីឲ្យថៃនៅតែធ្វើបំពេញគ្រប់រឿងដូច្នេះចង់និយាយថាអយន្តការនេះវាអត់បានជោគជ័យទេមានតែយន្តការតឡាការអន្តរជាតិនឹងឯងដែលធ្វើឲ្យកម្ពុជាអាចនឹងដាក់សម្ពាធថៃឲ្យបានខ្លាំងក្លាក្នុងការខ្ចាក់ដីថៃដែលថៃខ្មែរដែលដីថៃយកបានតាមការព្រមព្រៀងគ្នានឹងក៏ដោយក៏យើងនៅតែអាចទាមទារបានដែរព្រោះប្រើយន្តការតឡាការអន្តរជាតិនេះនោះឥឡូវយើងដឹងហើយឥឡូវរឿងនេះខ្ញុំទុកមួយឡែកសិនណានៅក្នុងការដែលយើងឃើញហើយកម្ពុជាយើងនៅតែអោបកសោបព្រោះតែយើងចង់បានសុខសន្តិភាពកម្ពុជាអត់ដែលអញ្ចឹងទេបងប្អូនយើងងើបមួយវាយមួយខ្មែរគ្នាឯងចាប់ដាក់គុកគំរាមកំហែងនិយាយពីកាត់ទោសគ្មានដែលឲ្យលើកអ្នកណាទេឥឡូវយើងមើលឃើញជនពិការលោកភុនយុទ្ធជាប់គុកកាត់ទោសសាមិញហើយឥឡូវនេះថ្ងៃនេះដល់លោកសុនស្រនភឹងសភានិងសានសិទ្ធអីហ្នឹងកាត់ទោសជាប់គុកទៀតស្អែកនេះលោកកម្មសខាកាត់ទោសជាប់គុកដដែលតែខ្ញុំហ៊ានភ្នាល់ថាវាអត់មានអីប្រែប្រួលទេព្រោះអីយើងគឺខ្មែរគ្នាឯងយើងខ្លាំងណាស់គឺយើងថាសឹងថាបដូរផ្ដាច់ធ្វើយ៉ាងម៉េចគឺបំផ្លាញខ្មែរគ្នាឯងឲ្យខាងតែបានណាប៉ុន្តែជាមួយបរទេសគឺយើងអនុវត្តទុនភ្លុនអត់ធ្មត់អង្វរកោលទោសតែអត់ហ៊ានប្តឹងគេបើខ្មែរគ្នាឯងមិនប្តឹងចាប់ដាក់គុកទាំងអស់អានោះរឿងដែនដីអធិបតេយ្យយើងទៀតតែរឿងយើងគ្រាន់តែរឿងតាក់ទងនឹងសេរីភាពបញ្ចេញមតិក៏យើងចាប់គ្នាដាក់គុកអស់ដែរយើងប្តឹងដល់ណានិយាយទៅជួបប្តឹងហ្មងប៉ុន្តែដល់ពេលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិតាក់ទងរឿងដីខ្មែរដែលថៃគ្រប់គ្រងឥឡូវរហូតដល់59ទីតាំងហ្នឹងគឺយើងនៅតែចូលមកចរចាទ្វេភាគីអីអញ្ចឹងទៅខ្ញុំថាល្អហើយប្រទេសជិតខាងយើងសុខសន្តិភាពណាណាមិនចង់បានសុខសន្តិភាពប៉ុន្តែយើងអត់ដែលស្លូតអញ្ចឹងព្រោះយើងស្លូតជាមួយខ្មែរគ្នាឯងបានតែប៉ុណ្ណឹងខ្មែរមិនដឹងបានសុខប៉ុណ្ណាប៉ុន្តែជាមួយថៃស្លូតនោះស្លូតស្លាប់ហ្មងខ្ញុំសោកស្ដាយមែនតើខ្ញុំមិនចង់ឲ្យមានសង្គ្រាមចម្បាំងរាំងជលអីទេយើងច្បាំងមិនឈ្នះគេទេប៉ុន្តែខ្ញុំនៅតែគិតថាហេតុអីបានជាយើងមិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រំដែនអន្តរជាតិឬក៏យន្តការអីមួយទៀតដែលហួសពីអ្វីដែលថៃបំពេញយើងគ្រប់រឿងមើងងាយយើងគ្រប់រឿងហើយយើងគិតថាធ្វើហ្នឹងយើងប្រាប់សហគមន៍អន្តរជាតិថាយើងជាចាស់ទុំគេវាយយើងបាក់ថ្មិញយើងគេទាត់ផងគេធាក់ផងគេចាក់យើងថែមទៀតថាយើងអត់ធ្មត់ដើម្បីអន្តរជាតិគិតថាយើងជាជនរងគ្រោះក្នុងនាមជាជាតិសាសន៍មួយនៅពេលដែលមានជាតិសាសន៍បរទេសចិនទន្ទ្រានឈ្លានពានយើងមើងងាយយើងគ្រប់បែបយ៉ាងបែបនេះខ្ញុំជឿថាភាពអត់ធ្មត់នេះគឺវាដូចជាគួរឲ្យចម្លែកដែលមិនអាចនឹកស្មានដល់បើសិនជាយើងមិនដែលប្រក្រាបខ្មែរគ្នាឯងប៉ុណ្ណឹងមិនចម្លែកទេតែម្ដងទៀតខ្ញុំមិនលើកទឹកចិត្តឲ្យវាយថៃទេមិនលើកទឹកចិត្តឲ្យយកកំភ្លើងយកអីទៅបាញ់ដើម្បីឲ្យស្លាប់ប្រជាប្រដ្ឋទៀតទេមិនមែនទេប៉ុន្តែកុំយកលេសថាមិនព្រមរកយន្តការអីផ្សេងហ្នឹងគឺដើម្បីសុខសន្តិភាពមិនចង់ឲ្យមានសង្គ្រាមមិនមែនចឹងទេការដែលធ្វើដូច្នេះសប្តាហ៍ថ្ងៃហ្នឹងអាចនឹងឈានទៅរកសង្គ្រាមនឹងគ្នាទៀតហេតុអីបានខ្ញុំថាអាចទៅនឹងសង្គ្រាមព្រោះថៃគេធ្វើសម្ពយុទ្ធយោធា7ថ្ងៃជាប់គ្នាហើយជើងទឹកជើងគោកគេគឺគេធ្វើសម្ពយុទ្ធយោធាដើម្បីត្រៀមការពារដែនអធិបតេយ្យគេមិនឲ្យបាត់មួយដុំណាតែគេយកបានហ្នឹងគេគឺថាពង្រឹងវិស័យទ័ពគេគឺដើម្បីការពារទម្លាក់លុយការពារជាតិគេថែមរាប់ពាន់លានដុល្លារទៀតដើម្បីពង្រឹងធ្វើម៉េចអាណាដែលគេក្រាញបានកាងបានទទួលយកទៅដើម្បីមិនឲ្យខ្មែរវិញហើយទៅយើងអាកម្លាំងរបស់យើងជាផ្លូវទ័ពហ្នឹងគឺយើងមិនអាចទៅវាយថៃឈ្នះទេអាហ្នឹងយើងមិនបាច់ឆ្ងល់អីទៀតទេយើងត្រៀមខ្លួន20 30ឆ្នាំទៀតក៏មិនដឹងយ៉ាងម៉េចដែរព្រោះយើងដើរយឺតជាងគេ20 30ឆ្នាំហើយវិស័យយោធាវិស័យអីសពបែបយ៉ាងហ្នឹងក៏ប៉ុន្តែយើងនៅតែមានជំរឿសតាយើងតែច្បាំងទៅអីបើយើងចាញ់គេយើងមិនដល់គេយើងមានតុលាការអន្តរជាតិតាយើងមានប្រព័ន្ធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនិងអីអញ្ចឹងហេតុអីក៏យើងនៅតែអោបកសោបនៅតែបបោសបបួលឲ្យគេមើលងាយយើងសពបែបយ៉ាងអញ្ចឹងខ្ញុំពងតែឆ្ងល់ហើយបើយើងអញ្ចឹងទៅយើងទុនភ្លុនជាមួយខ្មែរគ្នាឯងដោះលែងអ្នកទោសនយោបាយអ្នកទោសមនសិការហ្នឹងឲ្យអស់មានថៃអត់ទៅទៀតបាទឥឡូវស្លេះរឿងហ្នឹងបន្តិចរឿងអ្នកទោសរឿងអ្នកជាប់ឃុំនៅស្រុកខ្មែរពលរដ្ឋរិះគន់ថាជនរងគ្រោះជាប់ឃុំឯជនប្រព្រឹត្តរួចខ្លួនក្នុងករណីបិទធនាគារក្រុមហ៊ុន Huiwan Pay អ្វីដែលគឺជារឿងអកុសលមួយដែលមិនគួរនឹកស្មានដល់ហើយវាកើតឡើងដែលដដែលហ្នឹងគឺជនរងគ្រោះខ្លាយតែជាជនប្រព្រឹត្តហើយត្រូវគេលាបពណ៌ថាជាក្រុមស៊ីឈ្នួលធ្វើបាតកម្មអីឡាហ្នឹងឡាដដែលក្រុមអាមីអាថោងពួកពីលបាត់ផ្សារអីនៅក្នុងបណ្ដាញសង្គមហ្នឹងគឺដដែលមិនដែលនឿយណាយនឹងស្អប់ខ្ពើមនឹងអាភាពផ្ដេសផ្ដាស់របស់ខ្លួនសោះយើងមើលលោក
ពីរនាក់ដែលវាយយើងដឹងហើយសមត្ថកិច្ចវាយក្បាលបែកក្បាលបែកក្បូងជនជាតិចិន3នាក់បែកហូរឈាមពេញថ្នល់នឹងបង្ក្រាបនៅអាស្អីផ្លូវហាណូយដែលមុខសាខាធនាគារជាតិកម្ពុជានៅខណ្ឌសែនសុខហ្នឹងហើយទៅចាប់ខ្លួន2នាក់ទៀតដែលជាតំណាងឲ្យអ្នកតវ៉ាប្រហែលជាង100នាក់ហ្នឹងហើយ2នាក់ដែលគេចាប់ខ្លួនហ្នឹងមែនតើពួកគាត់ម្នាក់ជាអ្នកម៉ៅការសំណង់មានកម្មករដល់ទៅ100នាក់ហើយលុយយកទៅដាក់នៅក្នុងធនាគារឬក៏ក្រុមហ៊ុយ One Pay ហ្នឹងហើយអត់បើកលុយបានហើយកម្មករគ្នាខ្វះខាតគេរករឿងមេការថាមេការហ្នឹងបោកលុយបោកអីហើយចុះកម្មករមួយថ្ងៃបាន$5អីวันហ្នឹងគឺអង្គកំប៉ុងហ្នឹងគ្នាបានលុយមកពីណាបើអត់រាប់ខែដាច់ពោះហើយដល់តែមេការអត់បើកលុយបានមិនដឹងមានលុយអីវាមានតែប្រាប់ថាធនាគារគេផ្អាប់លុយឬក៏បិទទៅអត់ឲ្យលុយចឹងទៅបានលុយណាបើកឲ្យកម្មករហើយដើម្បីឲ្យកម្មករអស់ចិត្តមានតែនាំកម្មករមកតវ៉ាទាំងអស់គ្នាទៅដើម្បីបញ្ជាក់ហេតុផលថារឿងនេះយើងសុទ្ធតែជាជនរងគ្រោះទេដល់តែមកត្រូវជួបជាមួយនឹងអាជ្ញាធរវាយបាច់ក្បាលបាច់ក្បូងចាប់ដាក់គុកចោទពីបទដែលថាស៊ីឈ្នួលធ្វើបាតកម្មឬក៏ញុះញង់ឲ្យមានអំពើហិង្សាអីឡាក់នឹងឡាក់ឥឡូវហ្នឹងគឺតហឹងអើងអាប់អូសអត់ផុតទេពីបណ្ដាញសង្គមប្តីប្រពន្ធម្ដាយក្រុមគ្រួសារអីលោកសួនសវណ្ណថៃនោះមួយទៅឲ្យលោកវត្តមករានោះមួយទៅលោកសួនសវណ្ណថៃហ្នឹងគឺជាមេការអញ្ចឹងគាត់នាំក្រុមកម្មករហ្នឹងមកតវ៉ាជាសិទ្ធិស្របច្បាប់សុទ្ធសាធរបស់ពួកគាត់ដែលការពារដោយរដ្ឋធម្មនុញ្ញក៏ប៉ុន្តែតបងឆក់ឬក៏តបងបំណងហ្នឹងគឺធ្លាប់វាយឡើងស៊ាំហើយអញ្ចឹងគឺវាយខ្ទេចវាយខ្ទីមិនខ្វល់ថាអ្នកណាជាអ្នកណាទេគឺឲ្យតែមកតវ៉ាវាប៉ះពាល់ដល់មុខមាត់ប្រទេសតែអត់តែចាប់ជនប្រព្រឹត្តដាក់គុកទេមេខ្លោងធំដូចជាលោកហ៊ុនតូអីដែលជាអ្នកពាក់ព័ន្ធអីជាមួយនឹងហ៊ុយវ៉ាន់ហ្នឹងអត់ដោះស្រាយទេអញ្ចឹងមកវាយគ្នាអញ្ចឹងទៅថារំលោភច្បាប់បាតកម្មឬក៏បង្កការសម្ដាប់ធ្នាប់សង្គមអីដោយសារតែគេឲ្យទៅដាក់ប្តឹងនៅតុលាការមិនដាក់ប្តឹងព្រោះក្រុមហ៊ុនហ៊ុយ One Pay អីនេះគេកំពុងតែជំរះបញ្ជីឬក៏ធនាគារជាតិអីហ្នឹងគឺបិទទៅហើយប៉ុន្តែឲ្យបើកដំណើរការឲ្យចុះឥឡូវឲ្យគ្នាទៅរកដំណោះស្រាយណាឥឡូវចាប់គ្នាដាក់ឃុំទឹកភ្នែកលហេមលហាមកម្មករឡើងមកតវ៉ាតាលោកសួនសវណ្ណថៃហ្នឹងថាជាមេការហ្នឹងឥឡូវហ្នឹងទៅចោតមានអាក្រុមអាមីអាថោងក្រុមបាត់ផ្សារ MMO អីហ្នឹងទៅចោតពួកគាត់ហ្នឹងថាសុទ្ធតែស៊ីឈ្នួលបាតកម្មរាល់តែលើកអត់ព្រមរកយុត្តិធម៌ឲ្យជនរងគ្រោះទេអានេះចូលដល់ពេលបងប្អូនអានេះអាវប្បធម៌ដ៏ក្រិចស្មោកគ្រោកដែលយើងអត់បោះបង់ចោលហ្នឹងគឺវប្បធម៌ពេលដែលបន្ទោសជនរងគ្រោះដែលត្រូវគេរំលោភបងប្អូនពេលដែលស្ត្រីម្នាក់ត្រូវគេរំលោភយើងបន្ទោសមកពីនាងស្លៀកខ្លីនេះចូលដល់វប្បធម៌ហ្នឹងហើយអស់លោកនឹងចុះទៅរក់ឲ្យវជ័យ9ជាន់ស្រង់មិនរួចទេព្រោះអីយើងនឹងហែលទឹកភ្នែកប្រជាពលរដ្ឋហើយឥឡូវចាប់ផ្ដើមពីវនីសុំអន្តរាគមសុំពីលោកហ៊ុនសែនលោកហ៊ុនម៉ាណែតឃើញទេអន្តរាគមតទៅដល់ថ្នាក់ដឹកនាំកម្ពុជាទេតុលាការហ្នឹងចាប់ធ្វើបាបគ្នាបន្តិចទៀតទៅដោយសារតែការអំពាវនាវហ្នឹងជួនកាលហ្នឹងមានអន្តរាគមពីលោកហ៊ុនម៉ាណែតលោកហ៊ុនសែនហ្នឹងដែលគិតថាគាត់ជាក្រុមគណៈបកប្រជាជនដែរហ្នឹងចុះលោកសួនសវណ្ណថៃហ្នឹងសិតតែជាសកម្មជនរបស់គណៈបកប្រជាជនតាំងពីអើយមកហើយហ្នឹងនៅក្នុង Facebook គាត់ទៅមើលទៅសិតតែជួយឲ្យបោះឆ្នោតគ្រប់គ្រងគណៈបកប្រជាជនកាប់មុខដែរហ្នឹងហើយដល់ពេលអញ្ចឹងឥឡូវឃើញគ្នាឯងក៏ត្រូវបាច់ក្បាលដែរអញ្ចឹងបានលោកបណ្ឌិតកែមលីធ្លាប់បាននិយាយឲ្យថាសូម្បីតែអ្នកមិនធ្វើអីទាល់តែសោះក៏អ្នកនឹងខ្លាចទៅជាជនរងគ្រោះដែរគ្រាន់តែមិនទាន់ដល់ពេលតានេះគឺជាប្រសាសន៍របស់លោកបណ្ឌិតកែមលីព្រោះអំពើអយុត្តិធម៌នៅក្នុងសង្គមនៅពេលដែលវាមានច្រើនរាយប៉ាយពេកទៅគឺដូចយើងដូចលាមកឆ្កែអញ្ចឹងហ៎បងប្អូនបើយើងដើរតាមផ្លូវតាមសួនហ្នឹងបើយើងឆ្កែជក់អាចដាក់ពេញកន្លែងហ្នឹងបន្តិចទៀតយើងជន់អាចឆ្កែហ្នឹងជៀសមិនផុតទេបើទោះបីយើងប្រយ័ត្នយ៉ាងណាក៏ដោយព្រោះអីវាអត់មានអ្នកជួយសម្អាតម្ចាស់ឆ្កែក៏មិនរើសលាមកឆ្កែដាក់ថង់នៅពេលដែលយើងដឹកឆ្កែដើរឲ្យឆ្កែអាណាថាប៉ាត់ណាប៉ាត់ណីចិត្តតែបើដូចថាជុះពេញទឹកពេញដីយូរយើងដើរជន់គ្រប់គ្នាអាហ្នឹងដោយសារអីអំពើអយុត្តិធម៌សង្គមនឹងវាច្រើនពេកហើយយើងនាំគ្នាអាជ័យធ្លាក់ទឹកហើយអើទៅព្រោះអត់តាន់ប៉ះក្រុមខ្លួនដល់តែពេលច្រើនពេកវាអស់ពេលប៉ះដល់ក្រុមជនរងគ្រោះដទៃវាប៉ះដល់ក្រុមខ្លួនហើយអាហ្នឹងគឺជារឿងសច្ចានុមត្តទេហើយនាំគ្នាអាជ័យធ្លាក់ទឹកហើយអើតែស្កអញ្ចឹងទៀតទៅបាទឥឡូវនេះគឺយ៉ាកុំទៅចិត្តអីព្រោះអស់លោកសិទ្ធិគ្រប់គ្រងគណៈបកប្រជាជនមកអាយុមកដែរទេហើយនេះគឺជាសារដល់ប្រធានគណៈបកប្រជាជនកម្ពុជានិងអ្នកដឹកនាំរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាដែរឥឡូវឃើញសកម្មជនរបស់ខ្លួនឯងក្តៅក្រហាយសួរតកម្មករពលករអស់ហ្នឹងសុទ្ធតែអ្នកដែលធ្លាប់បោះឆ្នោតឲ្យគណៈបកហ្នឹងតាហើយដល់ពេលឥឡូវក្តៅក្រហាយហ្នឹងអ្នកណា
អ្នកដែលទទួលខុសត្រូវចំពោះរឿងនេះបានតែយំស្រែកសរសេរសរស័កហ្នឹងទៀតទៅហើយចោតប្រកាន់ជនរងគ្រោះទៅជារឿងស្លៀកខ្លីបានគេចាប់រំលោភទៀតទៅអាហ្នឹងចឹងហើយបងប្អូនរឿងមិនចប់ទេបើយើងមិនមានការកែតម្រង់ស៊ីជម្រៅនៃរបៀបដឹកនាំរដ្ឋទេគឺយើងអត់ចប់ទេហើយនៅក្តៅក្រហាយយំស្រែកអយុត្តិធម៌សង្គមយូរទៅអារឿងព្រំដែននេះចាក់ស្រេះដី59កន្លែងគេយកបាត់អស់អត់តាន់បានមកវិញម្ដុំយើងមកផ្ដុំគ្នាជជែកតែពីរឿងដែលកាពះឯងនេះឃើញនៅយើងស្លាប់នឹងអារឿងដោះស្រាយរឿងជាតិរឿងអីអត់ចាញ់ទេដោយសារអយុត្តិធម៌វាច្រើនពេកអញ្ចឹងបានថាពេលដែលភ្លើងកំពុងតែឆេះផ្ទះយ៉ាងសន្ធោសន្ធៅយើងអត់អាចមូលកម្លាំងគ្នាមកពលុតភ្លើងឆេះផ្ទះយើងនឹងទេព្រោះអាចការយើងក៏ឆេះអាធុងមន់យើងក៏ឆេះអាកពតផ្លូវអាដបោកយើងក៏ឆេះអាកន្លែងណានោះក៏មានបញ្ហាខ្សត់បែបយ៉ាងអញ្ចឹងកម្លាំងរបស់យើងទាំងអស់ដែលជាកម្លាំងជាតិហ្នឹងណាគឺយើងយកទៅដោះស្រាយទូចអស់ឥឡូវអាភ្លើងឆេះផ្ទះទុកម្ដុំសិនណាព្រោះធ្វើម៉េចវាមិនដឹងពលុតអស់អញ្ចឹងនាំគ្នារើសបុកពីងពីងនឹងអាសម្បត្តិអាជ័យនេះសង្គ្រោះទៅក្រែងលោបានសម្លៃបានកអីឬក៏ពោះវែកនឹងកដោប្រម៉េះអីបាន 4-5 ក្បាលសល់ដែរវាអញ្ចឹងណាបងប្អូនរឿងវាអញ្ចឹងហើយរឿងនេះហើយដែលយើងដោះស្រាយបញ្ហាអត់ត្រូវរឿងទេដោយសារតែវាពងតែកម្លាំងយើងត្រូវការបដុំគ្នាសាមគ្គីគ្នាអ្នកទោសនយោបាយក៏នៅជាប់គុកអត់ចេញបញ្ហាសង្គមកើតឡើងពេញ scam online នឹងពេញផ្ទៃប្រទេសដល់អញ្ចឹងទៅអារឿង100ចម្ពោះមិនដឹងជាដោះកន្លែងណាចាប់កន្លែងណាទុកកន្លែងណាទេគឺថាវាពលទល់ពធប្រជាប្រដ្ឋឥឡូវស្រក់ទឹកភ្នែកកើតទៅជាជំងឺ stress ទៅគ្រប់គ្នាដោយសារតែរឿងវាច្រើនពេកឥឡូវរឿងច្រើនពេកហ្នឹងខ្ញុំទុកម្ដងសេរីភាពសារព័ត៌មានឯនោះវិញស្រាប់តែអីអត់ប្រសើរសោះចាប់អ្នកកសែតដាក់គុកចាប់អីរំលាយអង្គការចាត់តាំងអង្គការសង្គមស៊ីវិលអ្នកហ៊ានរិះគន់រដ្ឋាភិបាលជាប់គុកអស់ហើយអត់ដែលដោះលែងស្រាប់តែធ្លាក់ពីលើឋានប្រអិនមកក្រសួងព័ត៌មានគេធ្វើការស្ទង់មតិមកគឺសេរីភាពសារព័ត៌មានកម្ពុជាគឺមានដល់កម្រិតជាង 80% គឺកប់ពពកបើយើងនិយាយប្រៀបនឹងប្រទេសប្រជាធិបតេយ្យទៀតគឺសេរីភាពសារព័ត៌មាននៅកម្ពុជានេះគឺថាឥតខ្ចោះហើយនេះខ្ពស់មែនតើគឺអានេះគឺជាសកម្មស្រង់មតិរបស់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានខ្ញុំសូមអបអរសាទរដែលសេរីភាពសារព័ត៌មាននៅកម្ពុជាបានរីកដូចផ្សិតប៉ុន្តែបងប្អូនខ្ញុំមុននឹងប្រាប់របាយការណ៍នឹងនិយាយពីរីកដូចផ្សិតសេរីភាពព័ត៌មានបែបអាណាធិបតេយ្យសេរីភាពបែបព័ត៌មានបែបជេរបតិចគ្នាសេរីភាពព័ត៌មានបែបអះអាភាសសេរីភាពព័ត៌មានឆែកសរងគ្នាបាតផ្សារសវឹងអួរតនួនិយាយទៅគឺថា MMO ឬក៏ពួកថារលុយតាមអនឡាញហ្នឹងគឺថាអាណាធិបតេយ្យពេញទំហឹងអាញាធរអត់ប្រក្រាបទេព្រោះអ្នកទាំងអស់នោះអត់បានរិះគន់រដ្ឋាភិបាលទេគឺថាដោះស្រាយតែបញ្ហាកាពះមួយហ្នឹងតែបើថាហ៊ានតែនិយាយរិះគន់រដ្ឋាភិបាលរឿងព្រំដែនរឿងបញ្ហាស្រូវចោះថោករឿងបញ្ហាអំពើពុករលួយរឿងបញ្ហា scam online ជាប់គុកទាំងអស់នេះសេរីភាពព័ត៌មានរបស់យើងនេះដែលថាមានដល់ 80% ជាងតាមអ្វីដែលលោកនៃភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានមានមោទនភាពយ៉ាងក្រៃលែងនៅក្នុងការប្រកាសឆ្កាងដៃឆ្កាងជើងខ្ញុំសូមសរសើរដោយថារីករាយនឹងលទ្ធផលដែលស្ទង់បានខ្ញុំអានបន្តិចចុះដើម្បីឲ្យដឹងថាគាត់ធ្វើអីសេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពព័ត៌មាននៅកម្ពុជាឆ្នាំ2026គឺបើតាមរបាយការណ៍នេះថាស្ថានភាពសេរីភាពសារព័ត៌មាននិងសន្តិភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរសន្តិភាពល្អប្រសើរអ្នកសារព័ត៌មាន MMO ចុះទៅបិទផ្ពាល់គេផងចាប់ផងឃើញប៉ូលីសបោចសក់គេផងដូចថាវាពុលក្ដួចតែម្ដងហើយទៅជាល្អប្រសើរហើយដល់ពេលសេរីភាពសារព័ត៌មាននៅក្នុងការនិយាយតាក់ទងនឹងរឿងរិះគន់រដ្ឋាភិបាលរឿងអីចាត់គេដាក់អស់ហើយវាទៅជាព័ត៌មាននឹងមានភាពល្អប្រសើរទៅវិញគាត់ថាល្អប្រសើរនោះគឺស្ទង់មតិ 85.8% 85.8% នៃអ្នកស្ទង់មតិអះអាងថាពួកគេមានសេរីភាពពេញលេញនៅក្នុងការប្រមូលព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋស្បាត់ឲ្យស្លាប់ទៅហ៎ព្រោះយើងរាយការណ៍ព័ត៌មានបើនិយាយពីរឿងណែបនផ្កាសាមគ្គីគណៈបកប្រជាជនហែទៅវត្តណាអង្គកឋិនទានឬក៏ចូលរង្វាន់យកលុយទៅចែករង្វាន់ជូនបងប្អូននៅជួរមុខអីឡាក់នឹងឡាក់ណែណាតែខាត់អាហ្នឹងសូម្បីតែបើតែខាត់បើយើងមើលទៅជាប់គុកម្នាក់អីដែលផ្សព្វផ្សាយពីរឿងដឹកទឹកទៅឲ្យតាហ៊ានហ្នឹងជាប់គុកអត់តាន់ចាញ់ផងហ្នឹងអាហ្នឹងសេរីភាពយ៉ាងម៉េចទៅអាហ្នឹងនិយាយទៅគឺអ្នកណាក៏ដោយឲ្យតែសរសើររដ្ឋាភិបាលគឺបើសម្ភាស
ប៉ះអ្នកនិយាយទៅសាររដ្ឋាភិបាលហ្នឹងគឺដឹងតែគេមិនហាមឃាត់ទេប៉ុន្តែបើនិយាយពីរឿងនយោបាយនិយាយពីបញ្ហាស្រុកទេសដែលថៃឆ្លៀនពៀនអីហ្នឹងគឺដឹងតែអត់ទៅរួចមកអានេះគឺជារបាយការណ៍ដែលគាត់គិតថា 85.8% ថាគេអត់មានហាមឃាត់មានអីខ្ញុំមែនតើទៅមិនចង់វែងឆ្ងាយដល់លិខិតហ្នឹងបងប្អូនតើអានខ្លួនឯងនៅណែ Facebook របស់ក្រសួងព័ត៌មានហ្នឹងឃើញរបាយការណ៍ប៉ុន្តែបងប្អូននៅពេលដែលរបាយការណ៍នេះនិយាយអំពីសេរីភាពសារព័ត៌មាននេះគឺឡើងខ្ពស់កប់ពពកគឺសារព័ត៌មានប្រភពដូចជា Freedom House អ្នករាយការណ៍គ្មានព្រំដែនReporters Without Borders អីហ្នឹងរាល់ឆ្នាំគឺយើងជ្រកក្រោមអច្ចលេសំណួរសួរទៅវិញលុយបានមកពីណាដោយលោកត្រាំអញ្ចឹងបងប្អូនជាមហាសេដ្ឋីមានលុយ$1,000,000,000ដែលជាទ្រព្យឯកជនរបស់គាត់រឿងក្រុមហ៊ុនយកលុយ$400,000,000យកទៅជួសជុលអាគារមួយនៅសេតវិមានណាដែលជាអាគារដូចជាវិមានសម្រាប់សាលប្រជុំសម្រាប់ជាមុខមាត់របស់ជាតិនេះគេអត់ឲ្យធ្វើប៉ុណ្ណាលុយ$400,000,000សោះហ្នឹងហើយមកធ្វើអីប៉ុណ្ណានៃដែលជាអាគារវិមាននៅសេតវិមានសម្រាប់ឲ្យប្រជាពលរដ្ឋទាំងអស់យកទៅប្រើប្រាស់គ្រប់ប្រធានាធិបតីតែរដ្ឋាភិបាលចៅក្រមគេថាអត់មានត្រូវការលុយលោកត្រាំឯណាមកធ្វើវិមានធ្វើអីស្រេចក្បាលចិត្តទេគឺត្រូវឆ្លងកាត់រដ្ឋសភាហើយឲ្យរដ្ឋគេចេញលុយគេចេញអីហើយបានយកកប៉ៅបុគ្គលគេអរគុណហើយសមានចិត្តដល់ល្អប៉ុន្តែមិនមែនធ្វើអីតាមអំពើចិត្តទេព្រោះលុយច្រើនយ៉ាងនេះច្បាស់ជាមានស្អីមួយនាំឲ្យបញ្ហាមានអំពើពុករលួយឬក៏ទំនាស់ផលប្រយោជន៍អីផ្សេងព្រោះអីនៅក្នុងច្បាប់សំបីតែយើងជូនកាដូគេនៅក្នុងក្របខ័ណ្ឌជារដ្ឋការអីបើនៅអាមេរិកវិញតាម$20ឡើងតាម$25គឺចាត់ទុកជាអំពើពុករលួយហើយយើងអាចទៅចែកកាដូអីមិត្តភ័ក្តិអីឬសហការីយើងនៅកន្លែងធ្វើការអីលើសពី$20ទេនោះគឺជាអំពើពុករលួយអត់អាចយកជំនួនឬស្អីអញ្ចឹងបានណាហើយគេប្រយ័ត្នប្រយែងណាព្រោះអានេះជាសិលធម៌នៅក្នុងការងារប៉ុន្តែយើងវិញរាប់សិបលានដុល្លារធម្មតាចាត់ទុកថាជាវីរៈបរោះជួយជាតិជួយអីចឹងល្អហើយក៏ប៉ុន្តែសំណួរសួរថាបានលុយមកពីណាអញ្ចឹងទៅដល់ពេលជួយលុយរដ្ឋាភិបាលច្រើនអញ្ចឹងតើក្រុមហ៊ុនគាត់ធ្វើអីប្រទេសផ្ដាស់ឧទាហរណ៍អ្នកណាទៅហ៊ានប៉ះគាត់បើគេពឹបឡើងគេថាគេជួយលុយជាតិយើងច្រើនណាយើងទៅប៉ះពាល់គេហើយសួរថាគាត់ប្រព្រឹត្តខុសមែនយើងមិនដឹងហើយប៉ុន្តែហេតុអីបានជាគាត់ជួយលុយអីក៏សម្បើមកគាត់ត្រូវឆ្នោតមែនអញ្ចឹងតែអាហ្នឹងឯងតែបង្កើតឲ្យមានមន្ទិលបងប្អូនហើយចិត្តល្អហើយក៏ប៉ុន្តែនៅក្នុងប្រព័ន្ធច្បាប់វាតតែមានតម្លាភាពវាតតែមានអីអញ្ចឹងហើយមានតែលោកអ្នកអង្គការកកអាននេះគាត់មានទ្រព្យសម្បត្តិមានក្រុមហ៊ុនមានអានកូមានអាគុតគង់ទឹកមានអាធនាគារពាណិជ្ជមានកាស៊ីណូ Crown មានអូយមកកណោក៏ដឹកទៀតហើយក្រុមហ៊ុនទាំងអស់នោះចូលក្នុងបញ្ជីខ្មៅរបស់អាមេរិកទាំងអស់នៅពេលនេះដែលគេដាក់នៅក្នុងបញ្ជីខ្មៅហេតុអីបានជាគេដាក់លោកកុកអាននៅក្នុងបញ្ជីខ្មៅដោយសារតែគេរកឃើញថាបនលបែងកាស៊ីណូធនាគារពាណិជ្ជនិងអាក្រុមហ៊ុនផលិតទឹកឬក៏ផ្គត់ផ្គង់ទឹកស្អាតអីទាំងអស់ហ្នឹងវាជាប់ពាក់ព័ន្ធគ្នាដោយសឡកពឹសក្នុងអង្គការចាត់តាំងនៃការឆបោកអនឡាញដូច្នេះគេគិតថាអាមេរិកចោទប្រកាន់លោកកុកអានជាមេបនលបែងគេហៅស្ដេចលបែងមួយនៅប្រទេសកម្ពុជាថាស្ដេចឆបោកមិនមែនស្ដេចលបែងទេព្រោះដោយសារមានអាគារជួលឲ្យគេឬក៏គ្រប់គ្រងអាគារឬអីអាគារបនលបែងកាស៊ីណូនឹងធនាគារអីនឹងឡាក់ក៏ប៉ុន្តែថ្ងៃនេះគឺយើងកម្រលឺអ្នកអង្គការកុកអាននិយាយអីណាព្រោះមន្ត្រីរដ្ឋាភិបាលភាគច្រើនអ្នកដែលរងការចោទប្រកាន់អីសុកចិត្តនៅស្ងៀមជាជាងសដីទៅពីជ័យខ្ចីជាជាងតនេមាត់អានោះក៏ល្អដែរបើនិយាយច្រើនខុសច្រើនតែថ្ងៃនេះគឺសារព័ត៌មានវិទ្យុបារាំងនិយាយទៅវិទ្យុបារាំងជាភាសាខ្មែរ AFE បានសម្ភាសដកស្រង់សម្ដីអ្នកអង្គការកុកអានដោយផ្ទាល់តែម្ដងដែលAFE ថាជាការសម្ភាសដាច់មុខខ្ញុំស្រង់មតិខ្លះដោយក្នុងនោះខ្ញុំស្ដាប់ទៅឮលោកកុកអាននិយាយអន់ចិត្តនឹងអាមេរិកដែលដាក់ទណ្ឌកម្មលោកក្រុមហ៊ុនកាស៊ីណូធនាគារឬក៏ក្រុមហ៊ុនផ្គត់ផ្គង់ទឹកអីអញ្ចឹងលោកថាការដាក់ទណ្ឌកម្មនេះគឺជារឿងដែលមិនយុត្តិធម៌ហើយជាអំពើធ្វើផ្ដេសផ្ដាស់តាមតែអំពើចិត្តរបស់អាមេរិកគាត់ថាអាមេរិកធ្វើតែអញ្ចឹងតែមិនចូលចិត្តមិនពេញចិត្តណាធ្វើតាមអំពើចិត្តនេះគឺជាការការពារខ្លួនរបស់លោកកុកអានដោយលោកលើកឡើងថាលោកជាមនុស្សស្អាតស្អំទេបើលោកមិនមែនជាមនុស្សស្អាតស្អំមិនមែនប្រជាពលរដ្ឋបោះឆ្នោតឲ្យលោកធ្វើជាសមាជិកព្រឹទ្ធសភាដល់ទៅ4អាណត្តិទេលោកថាបើលោកខុសអីហ្នឹងគឺច្បាស់ណាស់ប្រជាពលរដ្ឋបោះឆ្នោតតម្លាក់បាត់ទៅហើយ
អានេះគឺជាការលើកឡើងរបស់លោកមិនតែប៉ុណ្ណោះលោកថាក្រុមហ៊ុនដែលអាមេរិកដាក់ទណ្ឌកម្មមានច្រើនបានន័យថាអាមេរិកដាក់ទណ្ឌកម្មលោកកុកអានផងនិងក្រុមហ៊ុននិងបុគ្គលមួយចំនួនទៀតសរុបទៅ28ក្រុមហ៊ុនលោកថារាប់ទៅក្រុមហ៊ុនដែលពាក់ព័ន្ធនឹងគាត់មានតែ5 6អីទេវាមិនមែនដល់20 30ទេ5 6ឬ1អីក៏ដោយវាសំខាន់គឺស្ថិតនៅក្នុងបញ្ជីខ្មៅរបស់គេលោកនិយាយថាសប្តាហ៍នេះគឺអ្វីៗប្រព្រឹត្តទៅដោយប្រក្រតីទេបើទោះបីមានទណ្ឌកម្មរបស់អាមេរិករដ្ឋាភិបាលកម្ពុជាអត់បានគិតថាគាត់ខុសច្បាប់អីហើយគាត់ក៏អត់មានខុសអីគាត់និយាយថាគាត់ជាមនុស្សស្អាតស្អំមិនដែលប្រព្រឹត្តអំពើផ្ដេសផ្ដាសហើយក្រុមហ៊ុនហ្នឹងនៅបើកជាប្រក្រតីធនាគារពាណិជ្ជក៏បើកប្រក្រតីកាស៊ីណូក៏នៅបើកប្រក្រតីក្រុមហ៊ុនផ្គត់ផ្គង់ទឹកអានកូហ្នឹងក៏នៅតែបើកប្រក្រតីបាទឥឡូវយើងសួរទៅវិញថានៅពេលដែលលោកកុកអានឆ្លើយដូចនេះតើបានប្រយោជន៍អីដល់លោកកុកអានដែរឬទេហើយវាជួយស្ដារមុខមាត់កម្ពុជាបានប៉ុណ្ណានៅពេលដែលសម័យខ្លួនដែលរងការចោទប្រកាន់ឡើងមកបកស្រាយជាសាធារណៈអំពីទង្វើល្អអំពីសេចក្តីត្រឹមត្រូវអំពីអំពើសុចរិតរបស់គាត់លក្ខនឹងលក្ខខ្ញុំអាណិតលោកកុកអានណានិយាយទៅព្រោះអីយើងត្រូវចាំនៅពេលដែលមានការចោទប្រកាន់អីមួយគឺធម្មតាសម័យខ្លួនត្រូវតែឡើងមកការពារខ្លួនឯងវាមិនដែលអ្នកណាឡើងមកដាក់បន្ទុកខ្លួនឯងទេមិនអញ្ចឹងគឺគាត់ដូចថាយកឱកាសហ្នឹងដើម្បីឲ្យគាត់បានប្រាប់ពិភពលោកអំពីអ្វីដែលជាការពិតដែលមានតែខ្លួនគាត់ទេដែលអាចនិយាយបានមិនអញ្ចឹងហ៎អញ្ចឹងអាការចោទប្រកាន់ហ្នឹងគឺគាត់ច្រានចោលទាំងអស់តែថាគាត់ធ្វើអំពើផ្សេងទាំងកាស៊ីណូទាំងអីផ្សេងដែលគេរកឃើញហ្នឹងសុទ្ធតែសុចរិតហើយគាត់ទៅគិតជួយការពារដល់អ្នកអង្គការលីយ៉ុងផាត់ទៀតអ្នកអង្គការលីយ៉ុងផាត់ក៏ត្រូវគេផ្ដន់ទាទោសឬក៏ថ្កោលទោសអញ្ចឹងដែរមិនទាន់ផ្ដន់ទាទោសទេរដ្ឋាភិបាលអាមេរិកហ្នឹងក៏គាត់ទៅការពារថាអាមេរិកធ្វើប្រេះផ្ដាស់តែអញ្ចឹងរៀលដាលដល់អ្នកអង្គការលីយ៉ុងផាត់អញ្ចឹងគាត់ក៏នៅតែគិតថាអ្នកញ៉ាលីយ៉ុងផាត់ក៏ជាមនុស្សសុចរិតខ្ញុំជឿថាការការពារខ្លួនគឺជាសិទ្ធិស្របច្បាប់របស់អ្នកអង្គការកុកអានដែលជាសមាជិកព្រឹទ្ធសភាផងគឺនៅក្នុងការដែលតបទៅនឹងអ្វីដែលជាការចាត់ប្រកាន់ក៏ប៉ុន្តែតើនៅក្នុងដំណើរការរកយុត្តិធម៌ឲ្យជនរងគ្រោះណាមួយយើងស្ដាប់ខាងភាគីចោទប្រកាន់គេចោទតាមប្រព័ន្ធតុលាការរដ្ឋាភិបាលគឺជំហរគេគឺរដ្ឋាភិបាលអាមេរិកមិនមែនតូចតាចទេហើយទៅបុគ្គលឯកជនរបស់លោកកុកអាននេះឡើងមកឆ្លើយដោះសារឬក៏បកស្រាយអីចឹងថាគាត់ស្អាតស្អំតែប៉ុណ្ណឹងរួចខ្លួនមែនតើបងប្អូនប្រជាពលរដ្ឋជឿលើលោកកុកអានថាគាត់និយាយមកហ្នឹងគាត់ស្មោះត្រង់អស់ពីពោះពងគាត់មែនតាមពិតគាត់អាចនិយាយស្មោះត្រង់ពីពោះគាត់ប៉ុន្តែតើបងប្អូនជឿគាត់ទេទម្ងន់នៃសក្ខីកម្មរបស់គាត់នឹងអាចជឿទេខ្មែរយើងខ្ញុំម្ដងទៀតខ្ញុំអត់ចាត់ទុកថាលោកកុកអានជាជនឧក្រិដ្ឋឬក៏មានពិរុទ្ធអីទេគាត់នៅតែជាអ្នកដែលមិនទាន់មានដូចថាបတ်ពិរុទ្ធឬអីទាំងអស់ដរាបណាតុលាការមិនទាន់រកឃើញថាគាត់មានពិរុទ្ធគាត់នៅតែជាមនុស្សស្អាតស្អំនៅក្នុងន័យការពារដោយច្បាប់ក៏ប៉ុន្តែពាក្យខ្មែរយើងណាតែងតែមានសុភាសិតឬក៏ពាក្យទំនៀមដែលគេនិយាយតគ្នាថាចោលវាមិនដែលនិយាយថាចោលទេព្រោះធម្មតាយករួចខ្លួនអញ្ចឹងតែខ្ញុំមិនតើប្រកាន់លោកកុកអានទេគាត់ចង់និយាយថាលោកខំប្រឹងបកស្រាយបែបនេះអ្វីដែលខ្ញុំអាសូរគឺបុគ្គលខ្លួនឯងមិនអាចឡើងមកសម្អាតខ្លួនឯងបានដោយការគ្រាន់តែបកស្រាយទេវាទាមទារឲ្យមានការស៊ើបអង្កេតពីស្ថាប័នរបស់រដ្ឋាភិបាលព្រោះរឿងលោកកុកអានមិនមែនជារឿងបុគ្គលឯកជនលោកកុកអានទៀតទេរឿងលោកកុកអានរឿងលោកលីយ៉ុងផាត់រឿងលោកហ៊ុនតូរឿងលោកស្អីក៏ដោយដែលពាក់ព័ន្ធនៅក្នុងដូច Gen Z អីចឹងគឺជារឿងរបស់ជាតិខ្មែរទាំងមូលព្រោះអស់លោកទាំងអស់នេះរកទទួលទាននៅប្រទេសកម្ពុជាទាំងសុចរិតទាំងទុច្ចរិតយើងអត់ដឹងក៏ប៉ុន្តែដោយសារមានការចោទប្រកាន់ចឹងមានមន្ទិលមានវិមតិសង្ស័យវាប៉ះពាល់ដល់កិត្តិយសជាតិរបស់ខ្មែរទាំងមូលដូច្នេះលែងជារឿងដោះស្រាយតែបុគ្គលលោកកុកអានឡើងមកដោះឥឡូវទៅសម្ភាសលោកលីយ៉ុងផាត់នឹងនិយាយថាអាមេរិកចេះតែចោទតែប្រដាស់ទៅសម្ភាសលោកហ៊ុនតូនឹងនិយាយដូចគ្នាទៅសម្ភាសលោក Gen Z នឹងនិយាយដូចគ្នាអញ្ចឹងបានន័យថាអានឹងឬជាយុត្តិធម៌សម្រាប់ពួកគាត់ឬក៏សម្រាប់អ្នកចោទប្រកាន់វាអត់មានទេវាត្រូវការប្រព័ន្ធស៊ើបអង្កេតមួយដើម្បីទី1ស្ដារមុខមាត់ប្រទេសកម្ពុជាផងទី2រកយុត្តិធម៌ឲ្យលោកកុកអានលោកលីយ៉ុងផាត់លោកហ៊ុនតូឬក៏អ្នកណាទាំងអស់ដែលពាក់ព័ន្ធនឹងផងព្រោះបើយើងមិនដោះស្រាយបែបហ្នឹងមានប្រព័ន្ធតុលាការឯករាជ្យស៊ើបអង្កេតអីទុកឲ្យជនដែលជាជនសង្ស័យឆ្លើយដូច្នេះវាអត់បានប្រយោជន៍ទេ
វាគ្រាន់តែបានជាការដោះសារតែប៉ុណ្ណឹងខ្ញុំអាសូរខ្ញុំនិយាយទៅខ្ញុំនៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតទាំងលោកសុកកុកអានទាំងលោកលីយ៉ុងផាត់ទាំងលោកហ៊ុនតូនិងអ្នកណាទាំងអស់ហ្នឹងហើយធ្វើការស៊ើបអង្កេតជាស៊ីជម្រៅមួយដើម្បីលុបឬក៏ដូចថាលាងឈ្មោះគេអាសោចរបស់កម្ពុជាលើឆាកអន្តរជាតិកុំឲ្យគេហៅយើងថា Scambodia ដោយ Wall Street Journal គេសរសេរទោះក្នុងវងកញ្ចក់ក្នុងអភន្តរអីក៏ដោយហ្នឹងកុំឲ្យយើងជាប់ឈ្មោះព្រោះអីកុំទៅរករឿងគេហៅឈ្មោះយើងជាប្រទេសឆោបបោកអីហ្នឹងកុំហៅកុំរករឿងគេអីតែយើងត្រូវរករឿងជួយឲ្យតុលាការកម្ពុជាឬក៏រដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតដើម្បីស្ដារមុខមាត់កិត្តិយសជាតិយើងឡើងវិញទី1ស្ដារឲ្យមន្ត្រីដែលជាប់ឈ្មោះអាក្រក់ទាំងអស់ហ្នឹងរួចខ្លួនដែរខ្ញុំមិនមែនចង់និយាយថាកាន់ជើងខាងអុកញ៉ាហ្នឹងទាំងអស់មិនមែនបានចង់ឲ្យពួកគាត់រួចខ្លួនមិនមែនទេការស៊ើបអង្កេតគឺជាការរកយុត្តិធម៌ទាំងអស់ទាំងដោះស្រាយបញ្ហាមន្ទិលអីអញ្ចឹងទៅពួកគាត់បានយុត្តិធម៌ជាតិក៏បានយុត្តិធម៌យើងលែងខ្លាយទៅជា Scambodia ដូចជាគេចោទប្រកាន់ទៀតហើយបាទឥឡូវនេះគឺខ្ញុំក៏នៅតាមដានតទៅទៀតបងប្អូនគាត់ថាជាប្រសាសន៍របស់លោកកុកអាននៅក្នុងការដោះសារឬក៏យ៉ាងម៉េចនោះឥឡូវព័ត៌មានបន្ទាប់តទៅនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃជួបគ្នាផ្ទាល់សន្យារឿងរៀងខ្លួនថាបន្តឈប់បាញ់ស្របពេលដែលបន្តសំទោសគោរពបទឈប់បាញ់ស្របពេលដែលភាគីទាំងពីរចោទគ្នាថាបំពានវាថ្ងៃនេះគឺយើងឃើញណែរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានិងរដ្ឋមន្ត្រីក្រសួងការបរទេសថៃខាងកម្ពុជាគឺមានលោកប្រាក់សុខុនខាងថៃមានលោកសៀស័កភួងកេតកែវបានជួបគ្នាដោយសារតែគាត់ជួននឹងពិធីជំនួបកំពូលកម្រិតរដ្ឋមន្ត្រីការបរទេសរបស់អាស៊ាននិងសហគមន៍អឺរ៉ុបគេជួបគ្នានៅប្រទេសប្រ៊ុយណេអញ្ចឹងទៅនៅក្នុងពេលដែលជួបគ្នាហ្នឹងក៏ភាគីទាំងពីរដោយសារតែទៅក្នុងតំណាងជារដ្ឋមន្ត្រីនៃប្រទេសអាស៊ានផងក៏ឆ្លៀតឱកាសជួបគ្នាដាច់ដោយឡែកហើយក៏ជជែកគ្នាពីរឿងពង្រឹងឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ខាងភាគីថៃកាសែតថៃក៏ចោះមកថាទាមទារឲ្យកម្ពុជាពង្រឹងបទឈប់បាញ់ហ្នឹងគោរពឲ្យបានខ្ជាប់ខ្ជួនខាងកម្ពុជាក៏ថាដូច្នេះដែរតែអ្នកណាបំពេញបទឈប់បាញ់ឲ្យប្រកាសបើតាមមើលអ្នកដែលបំពេញបទឈប់បាញ់នេះមើលទៅដូចជាខាងភាគីថៃច្រើនជាងមិនមែនខ្មែរយើងទេព្រោះខ្មែរយើងអត់មានទៅហ៊ានបំពេញអីគេកើតទៀតទេព្រោះដោយសារតែយើងសុកចិត្តធ្វើសម្បទានទៅហើយសុកចិត្តសញ្ញេឲ្យដីដែលគេនៅណានៅហ្នឹងគឺបានន័យថាយើងសុកចិត្តយកសុកបាត់ទៅហើយដោយមិនចង់តតាំងគេឲ្យទៅនាំអនុព័ន្ធយោធានាំអ្នកសង្កេតការទៅថតរូបបានរាប់រយរាប់ពាន់ស្លឹកទៅហើយវាគ្មានដំណោះស្រាយអីក៏ដោយប៉ុន្តែនៅតែធ្វើដូច្នេះអញ្ចឹងកម្ពុជាខ្ញុំគ្មានមន្ទិលទេថាមិនមែនជាអ្នកបំពេញបទឈប់បាញ់នេះទេគឺសក្តិប្រកាសរួមតែអ្នកដែលអាចបំពេញហើយនឹងឃើញគឺភាគីថៃក៏ប៉ុន្តែសួរថាតើថៃបំពេញកន្លែងណានេះគឺជារឿងមួយដែលស្មុគស្មាញបំផុតថៃបំពេញតាំងពីដើមទីប៉ុន្តែសួរថាថៃបំពេញបទឈប់បាញ់ដែរឬទេយើងអត់ដឹងព្រោះឬយើងដឹងតែម្យ៉ាងគឺថៃដាក់កុងតឺន័រដាក់បន្លាលួសដាក់អីកម្ពុជាចោទប្រកាន់ថៃថាបំពេញបទឈប់បាញ់ប៉ុន្តែថៃគេថាគេអត់បានបំពេញបទឈប់បាញ់ផងគេធ្វើតែកន្លែងណាដែលកម្ពុជានិងថៃសញ្ញេប្រាប់គេថានៅកន្លែងណាកន្លែងហ្នឹងអញ្ចឹងគេធ្វើក្នុងដែនអធិបតេយ្យតំបន់ដែលគេត្រួតត្រាដោយស្របច្បាប់ដែលអត់មានមកវិទីអីថែមរុលអីថែមតែកម្ពុជានៅតែរំលេចប្រាប់ប្រជាប្រដ្ឋខ្មែរនិងពិភពលោកថាថៃរុលថែមរហូតផ្ទុយនឹងបទឈប់បាញ់ក៏ប៉ុន្តែសំណួរសួរទៅកម្ពុជាវិញថាចោះបើមានបទឈប់បាញ់ទៅហើយបើថៃបំពេញហេតុអីក៏យើងមិនប្តឹងទៅតុលាការអន្តរជាតិទៅព្រោះអីបើយើងបើថៃគេបំពេញបានន័យថាថៃគេលុបអាប័ណ្ណឈប់បាញ់នឹងចោលបាត់ទៅហើយហ្នឹងអាប័ណ្ណឈប់បាញ់នឹងអត់មានប្រសិទ្ធភាពទេអញ្ចឹងហេតុអីបានជាយើងមិនប្តឹងតែកម្ពុជាបានតវ៉ាដែរគឺតវ៉ាបដិសេធអីអញ្ចឹងទៅដូច្នេះថៃនៅតែចោទប្រកាន់កម្ពុជាថាបំពេញប័ណ្ណឈប់បាញ់ទៅវិញក្នុងន័យថាកម្ពុជាអត់ដែលប្តឹងថៃទេព្រោះកម្ពុជាតវ៉ានៅអ្វីដែលថៃគិតថាព្រមព្រៀងឲ្យគេហើយអញ្ចឹងថៃគេបកស្រាយទៅវិញថាការតវ៉ារបស់កម្ពុជាអត់មានប្រសិទ្ធភាពទេព្រោះអីយើងតវ៉ានៅលើដីនៅកិច្ចព្រមព្រៀងដែលព្រមព្រៀងឲ្យគេធ្វើអីទៅហើយយើងទៅតវ៉ារឿងប្រាសាទតាកបីមិនឲ្យគេជួសជុលមិនឲ្យគេសែនព្រេនមិនឲ្យគេកែលម្អមិនឲ្យគេយកធ្វើផ្លូវធ្វើអីរាវមីនឬអីថៃគេថាហេតុអីគេធ្វើមិនបានបើយើងឲ្យគេគ្រប់គ្រងកន្លែងណាកន្លែងហ្នឹងប្រាសាទតាមាន់ធំគេយកមនុស្សសែនព្រេនយកទៅលេងហេតុអីគេធ្វើមិនបានថាយើងបំពេញគេជីកត្រង់សេគេធ្វើដាក់ប៉ុស្តិ៍យាមគេដាក់តុងចេកគេដាក់កុងតឺន័រគេដាក់បលាលួសហេតុអីគេធ្វើមិនបានព្រោះយើងព្រមឲ្យគេនៅណានៅហ្នឹងគេធ្វើក្នុងដែនអធិបតេយ្យរបស់គេមានរុលមកហួសឯណាអានេះហើយដែលថៃកំពុងប្រាប់ពិភពលោកថាថៃអត់បានបំពេញទេគេថាកម្ពុជាបំពេញទៅវិញដោយទៅរករឿងគេណា
ពួកអីបានខ្ញុំនិយាយចឹងព្រោះកម្ពុជាខ្លួនឯងអត់ព្រមសរសេរអ្វីដែលថៃបំពេញហ្នឹងដាក់យាមការមកប្រមាណគីឡូម៉ែត្រចេញប្រមាណពីប្លង់ដើមពីគម្រោងព្រមព្រៀងគ្នាដែរតែប្រជាពលរដ្ឋខ្មែរក៏អត់បានដឹងថាកន្លែងហ្នឹងច្បាស់ទម្រាំសហគមន៍អន្តរជាតិដែលគេមានរឿងជុំវិញពិភពលោកកើតឡើងមួយថ្ងៃ1000រឿងរួចទៅមករឿងខ្មែររឿងព្រំដែនមួយគេយកប្រមាណកន្លែងក៏យើងអត់ទាន់ដឹងផងហ្នឹងតែតែចឹងតើអ្នកណាដែលគេដឹងគេនៅតែស្ដាប់ភាគីថៃថាយើងនឹងទៅរករឿងគេដូច្នេះរឿងនេះខ្ញុំនៅតែទាមទារឲ្យកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិនិងយុត្តិធម៌អន្តរជាតិទៅព្រោះអីថៃបំពេញបើយើងគិតថាថៃអត់គោរពហើយថៃថាយើងអត់គោរពអញ្ចឹងពីរអ្នកដណ្ដើមគ្នាដេកដាលទៀតទៅរកស្អីកើតឥឡូវទៅដោះស្រាយអីកើតឥឡូវយើងនាំអនុព័ន្ធយោធាទៅជាលើកទី2នាំអនុព័ន្ធយោធាបរទេសចុះទៅជាលើកទី2ទៀតហើយតើបានប្រយោជន៍អីគេបងប្អូនយើងបានតែទៅថតទូកុងតឺន័រគេហ្នឹងមិនចឹងទូកុងតឺន័រថតទៅមើលប្លង់មើលអីហ្នឹងទៅហើយកុងតឺន័រនៅតែកុងតឺន័រថៃគេមានគេថាគេមានបានបំពេញឈ្លានពានកម្ពុជាឲ្យលើសពីអ្វីដែលព្រមព្រៀងគ្នាហើយទៅអនុព័ន្ធយោធាហ្នឹងទៅធ្វើបានអីតើឯណារបាយការណ៍របស់អនុព័ន្ធយោធាតើឯណារបាយការណ៍របស់ក្រុមសង្កេតការអាស៊ានតើមានបានសរសេរប្រាប់ទៅថៃនៅអនុព័ន្ធយោធាឬក៏សង្កេតការអាស៊ានហ្នឹងមានបានសរសេរ